ដែលត្រូវបានគេបោះបង់ចោលនៅខាងក្រៅណានហ្វឹងអ្នកប្រតិទី4នៃគ្រួសារណានរកឃើញវិញហើយក្មេងនេះក៏ហ្វត់ណាស់ហើយមកពីណាចេប៉ាម៉ាចាំមនុស្សបែបនេះមកធ្វើជាបងខ្ញុំមិនទទួលទេនេះគឺបងស្រីខ្ញុំទាំងពីរក្នុងចិត្តនេះណានយ៉ាវនឹងណានអ៊ីមិនខ្សែភ្នែករបស់ពួកគាត់ច្បាស់ជាមិនចូលចិត្តខ្ញុំទេអត់បញ្ហាមនុស្សប្រភេទនេះខ្ញុំជួបមកច្រើនហើយគឺស្ដេចយាយអីម្នេះមកចៅឲ្យយាយមើលបន្តិចមើលមិនកើតនៅជនបទនៅតែក្មេងជនបទដោយកូនអត់ម៉ែអត់ឪមិនដោយកូននៅក្នុងគ្រួសារណាប៉ាម៉ាក់អូនប្រត់ត្រឡប់មកវិញហើយអ្នកទាំងអស់គ្នាលែងស្រឡាញ់ខ្ញុំហើយមែនទេកូនសៀវកំខ្លាញ់កូនជាកូនសំណប់របស់ប៉ាម៉ាក់ណែតែគឺណានសៀវតែគ្រួសារណាទទួលយកមកអញ្ចឹងមុខមកដូចបងប្រុសណានសៀវឆាន់របស់ខ្ញុំបេះបិទគួរឲ្យចាប់អារម្មណ៍គូស្នេហ៍របស់គាត់ទេការប្រគល់ឲ្យម្នាក់នេះគួរអត់សម្ដេចណាស់គួរអត់សម្ដេចរៀនគ្រប់បែបនេះពីសាលាណាដើម្បីគាត់ចិត្តលោកយាយហីប៉ាម៉ាក់ក្មេងនេះមានល្បិចតល់គ្មានបទធម៌នៅក្នុងខ្លួនចូលមកភ្លាមស្នាមជាប្រឡាក់ពេញអិនតែគេឲ្យលើកជង្គង់ហាច់ជើងឲ្យស្អាតឲ្យខ្ញុំផងខ្ញុំជាសាច់ឈាមគ្រួសារណានខ្ញុំមានជាបងស្រីច្បងបាច់ជាសាច់ច្បងឲ្យខ្ញុំឬមួយចង់ប្រមាថសេចក្តីថ្លៃថ្នូររបស់គ្រួសារណានលោកយាយណានចង់ត្រឡប់មកថ្ងៃនេះដោយសារបានទទួលពរជ័យពីដូនតាប៉ុន្តែបញ្ញាពេកតែមិនបានបដោះសម្លៀកបំពាក់សំជាសាច់ឈាមគ្រួសារណានមិនតែភ្លេចជាតិកំណើតយប់ណាស់ហើយណានហ្វឹងទៅមុខទឹកហើយផ្លាស់ប្ដូរសម្លៀកបំពាក់បន្ទាប់មកទៅសម្រាប់បានជាមកដល់គ្រួសារហើយរស់នៅឲ្យសុខស្រួលទៅណាជូនដំណើរលោកយាយណានហ្វឹងបងប្រុសរបស់ណានសាយទើបជាអ្នកស្នងមរតករបស់គ្រួសារណាននៅពេលអនាគតចំណែកឯវិញគ្រាន់តែជាក្មេងមកពីជនបទលោកជាពុករបស់ខ្ញុំកសែតនៃបែបនេះចង់បានន័យថាម៉េចយើងប្រាប់ឯងតាមត្រង់បើកុំទៅយល់មុខក្នុងជ័យរបស់ឯងទោះបីជាយើងនៅថៃនៅឯណាក៏យើងមិនចង់ឯងត្រឡប់មកផ្ទះវិញដែរលោកកុំយកច្រឡំឲ្យសោះលោកយាយខ្ញុំជាអ្នកនាំខ្ញុំមកវិញមិនមែនលោកទេកូនអកតញ្ញូក្នុងព្រៃបានទុកជាចាប់ខ្លួនឯងទេចាំតែកូនអកតញ្ញូណាហ្វឹងអញធ្វើអីគាត់គឺជាប៉ាឯងមិនអាចធ្វើចឹងទៅលើគាត់សត្វចម្លែកតូចនេះមានកំណត់ខ្លាំងម្ល៉េះយើងចេញទៅមុនហើយឃើញមុខឯងយើងក្តៅណាស់ណានហ្វឹងតួឯងជាកូនបង្កើតតែយើងអត់មានមនុស្សចេតនានឹងឯងទេទោះណានសៀវជាកូនដែលយើងរើសមកចិញ្ចឹមប៉ុន្តែមន់សាយគឺនៅតែជាមន់សាយមិនអាចប្រៀបនឹងសត្វហង្សមួយនេះបានទេអ្នកនិយាយត្រូវមន់សាយគឺមន់សាយហង្សគឺហង្សហើយតែខ្ញុំគឺជានាគជឿជាក់ដល់ម្លឹងហីតាកូនតោទូនេះគឺជាគ្រួសារតូចប៉ុន្តែវាអាចចាប់ផ្ដើមធ្វើអ្វីពេលនេះតែអាចទៅលួននៅទីនេះសម្រាប់ប្រភេទខ្ញុំបន្ទប់ឲ្យហើយលោកប្រុសលោកស្រីប្រាប់ថាឯងជាក្មេងធម្មតាមិនបាច់ត្រូវការបិសាទេបន្ទប់ផ្សេងមានមនុស្សនៅហើយរៀបចំទីនេះឲ្យនៅចោះឆ្លើយត្រង់លោកក៏ជួបយើងទៅឲ្យយើងថាអ្នកប្រតិបត្តិហើយរៀបចំមកសម្អាតអ្វីដែលញ៉ៃនៅទីនេះចេញឲ្យអស់មានទៀតរៀបចំទឹកថ្នាំនៅរដាទុកនៅក្នុងបន្ទប់យើងឲ្យល្អស្អាតយកទេឯងទៅមានអាយុ5 6ឆ្នាំតែត្រូវការរបស់ទាំងអស់នេះយកមកធ្វើស្អីម្យ៉ាងទៀតទៅជាបន្ទប់នេះដៃបានបោះចោលតែក៏ល្អជាងកន្លែងឯងនៅស្រុកខ្សែដែរនេះបើនៅក្នុងរាជវង្សណានយើងមិននិយាយជាមួយយើងចឹងទេយើងសម្រាប់យើងចោលហើយអាចារ្យខ្ញុំរៀបចំឥឡូវនេះគ្រួសារណាននៅរាជវង្សណានតែមានអ្វីតាក់ទងនឹងគ្នាក្រោយមករាជវង្សណានមានអ្វីកើតឡើងអ្វីក៏យ៉ាងនៅទីនេះគឺថ្មីសម្រាប់ខ្ញុំមើលទៅខ្ញុំត្រូវរៀនពីពិភពមួយនេះឲ្យបានច្បាស់អាចកំបាំងអំណាចរាជវង្សណានយុទ្ធសាស្ត្រអ្នកករិយគឺអាចជួយសម្បកយើងតែវិញមានរឿងអីលោកយាយញោមមិននេះអាសនៈដូនតាអត់មានអង្គើទេរញ្ជួយតែអាសនៈនៅក្នុងផ្ទះនៅទីនេះម៉ាក់មើលច្បាស់ទៅដូនតាគ្រួសារណានមិនទទួលស្គាល់សត្វចំណែកអ្នកនេះទេមិនហើយម៉ាក់រឿងចម្លែកមិញនេះច្បាស់ជាបពាក់បរិបទប្រឆាំងមិនចង់ឲ្យណានហ្វឹងចូលមកនៅក្នុងគ្រួសារយើងហើយក្មេងជនបទមិនគួរលើកស្ទួយឲ្យមកទីនេះទេលោកយាយដឹងពីពាក្យវិគ្រាទេសំណាងពេកគឺអាយុខ្លីពាក្យនេះបានន័យថាម៉េចខ្ញុំអានសភៅបុរាណមួយពីណានហ្វឹងមានន័យថាបើសិនជាមនុស្សម្នាក់កើតមកមានសំណាងពេកដូនតាមិនរីករាយនឹងទទួលគ្រឿងប្អូនពីគាត់ទេវាជាអត្ថន័យរបស់ពាក្យនេះកាលខ្ញុំនៅក្មេងបរិបទពីការភ្នែកម្នាក់បានគេឲ្យខ្ញុំថាកម្លាំងធាតុខ្ញុំគឺនាគពណ៌ស្វាយខ្ញុំជាមនុស្សមានសំណាងខ្ពស់អញជាពេលប្រាស្អីក្មេងមកពីស្រុកស្វាយម្នាក់នៅថាខ្លួនឯងមានសំណាងខ្ពស់ទៀតមកអត់ថាកម្លាំងធាតុនាគពណ៌ស្វាយយ៉ាសាច់យ៉ាងមកឡើយហ្នឹងបាត់ទៅកុំហឺនចំពោះមុខដូនតាលោកយាយនេះអាចជាហេតុផលតែមួយគាត់ដែលមិនអាចកែប្រែតែហ្វឹងមើលទៅមិនសមជាក្មេងអាយុ6ឆ្នាំទេច្បាស់ជាមនុស្សដែលចេះគិតជ្រៅជ្រះពេលរសៀលនេះគ្រួសារសង្គមនឹងរៀបចំពិធីជប់យើងវាតម្លៃកំណត់ដូច្នេះគ្រួសារណានត្រូវតែចូលរួមគ្រួសារសង្គមគ្រួសារសង្គមពីហាគីរ៉ូស៊ីវត្ថុបុរាណហើយគ្រួសារនេះប្រកែកណាស់ខាងប្រម៉ូទិងលោកម្ចាស់មេគ្រួសារចូលចិត្តប្រម៉ូវត្ថុបុរាណពីរាជវង្សណានចៅហ្វឹងសរសេរអក្សរណាននិយាយជឿថាចៅច្បាស់ជាចាប់អារម្មណ៍នឹងប្រវត្តិសាស្ត្ររាជវង្សណានខ្ញុំតែស្គាល់គ្រួសារសង្គមនេះទេលោកយាយខ្ញុំយល់ថាមិនគួរនាំណានហ្វឹងទៅជាមួយទេគេជាក្មេងស្រុកខ្សែមិនស្គាល់ច្បាប់ទម្លាប់មិនដែលចូលរួមពិធីថ្នាក់ខ្ពស់ប្រធានបទនៃពិធីជប់លៀនថ្ងៃនេះគឺវាតម្លៃកំណត់ទ្រព្យឥឡូវនេះមិនស្គាល់ស្អីថាជាវត្ថុបុរាណទេបើនាំទៅគឺអាម៉ាស់មុខហើយម៉ាក់ខ្ញុំថាគ្រួសារនិយាយទៅថ្ងៃនេះអ្នកចូលរួមសិតតែជាគ្រួសារអ្នកមានមុខមានមាត់បើគ្រួសារផ្សេងទៀតដឹងថាគ្រួសារណានជើងមានកូនព្រៃដែលមកពីជនបទនឹងធ្វើឲ្យពួកគេសាច់មកពួកជាងហើយគ្រួសារណានតែម្ដងអ្នកប្រកាសឃើញអញជាអ្នកខ្លាំងខ្លាចង់ទៅទីនោះបើយើងមិនបង្ហាញមុខចាំពិធីជប់យើងវាតម្លៃកំណត់ដូច្នេះគ្រួសារណានត្រូវតែចូលរួមគ្រួសារសង្គមពីហាគីរ៉ូស៊ីវត្ថុបុរាណហើយគ្រួសារនេះប្រកែកណាស់ខាងប្រម៉ូទិងលោកម្ចាស់មេគ្រួសារចូលចិត្តប្រម៉ូវវត្ថុបុរាណពីរាជវង្សណានចៅហ្វឹងសរសេរអក្សរណាននិយាយជឿថាចៅច្បាស់ជាចាប់អារម្មណ៍នឹងប្រវត្តិសាស្ត្ររាជវង្សណានខ្ញុំតែស្គាល់គ្រួសារសង្គមនេះទេលោកយាយខ្ញុំយល់ថាមិនគួរនាំណានហ្វឹងទៅជាមួយទេគេជាក្មេងស្រុកខ្សែមិនស្គាល់ច្បាប់ទម្លាប់មិនដែលចូលរួមពិធីថ្នាក់ខ្ពស់ប្រធានបទនៃពិធីជប់លៀនថ្ងៃនេះគឺវាតម្លៃកំណត់ទ្រព្យឥឡូវនេះមិនស្គាល់ស្អីថាជាវត្ថុបុរាណទេបើនាំទៅគឺអាម៉ាស់មុខហើយខ្ញុំថាគ្រួសារនិយាយទៅថ្ងៃនេះអ្នកចូលរួមសិតតែជាគ្រួសារអ្នកមានមុខមានមាត់បើគ្រួសារផ្សេងទៀតដឹងថាគ្រួសារណានជើងមានកូនព្រៃដែលមកពីជនបទនឹងធ្វើឲ្យពួកគេសាច់មកពួកជាងហើយ
គ្រួសារណាទាំងរត់អ្នកប្រកបប្រកាសឃើញអញជាអ្នកខ្លាំងខ្លាចង់ទៅទីនោះបើយើងមិនបង្ហាញមុខពួកគេនឹងសាច់ចំអកថាគ្រួសារណាយើងគ្មានវិន័យហើយឯងត្រូវធ្វើតាមវិន័យយើងនាំចៅទៅរៀបចំ ពួកយើងសំទោសពិតមែនសំទោសផងអ្នកប្រហែលទី4ពួកយើងមិនអាចឈប់សាកាគ្នាបានទេម៉ាក់បច្ចុប្បន្នគ្រួសារទាំង3ពឹងលើការសាកាគ្រួសារណានជើងប៉ុន្តែការសាកាឆ្នះមិនចាំបាច់ទេ អ្នកត្រូវប្រមាថកូនប្រុសឯងមិនការពារកូនទេនឹងមកថាឲ្យគេថែមទៀតចង់ចិត្តប្រយោជន៍មែនចាញ់ទៅបាទឯងកាន់តំណែងនាយកប្រតិបត្តិនៅគ្រួសារណានបានមួយឆ្នាំនិយាយពីពិភពចំនួនគឺនៅមិនទាន់រឹងមាំទេមកតាមយើងណែនាំឲ្យស្គាល់ចាស់បាទនៅវួយអីម៉ងនាំចៅសៀវឈ្មោះចៅហ្វឹងដើរមើលគេឲ្យរកអីញ៉ាំឲ្យឆ្ងាញ់ទៅកុំទៅណាឆ្ងាយណាចាញ់លោកយាយណានហ្វឹងទទួលស្គាល់ថាឯងខ្លាំងតែឯងត្រូវចាំនៅគ្រួសារណាខ្ញុំជាកូនដែលប៉ាម៉ាក់ស្រឡាញ់ជាងគេបងស្រីទាំងពីរក៏ស្រឡាញ់ខ្ញុំដែរឯងចាំមើលណាខ្ញុំនឹងរកវិធីឲ្យពួកគាត់ដេញឯងចេញពីផ្ទះហើយយ៉ាអូនហ្វឹងឯងធ្វើស្អីនៅអូនហ្វឹងហើយយ៉ាអូនសៀវកាត់អីនៅអូនសៀវមិនតែកភ្លៀងឯងមិនឲ្យតម្លៃដល់ការសម្ដែងឯងហើយយ៉ាគេจะបងប្រាប់ឯងមិនឯងមកគេអញ្ចឹងអាគ្មានមកពិសាយឯងធ្វើអីតាមចិត្តសាលោកយាយការពារឯងមែនទេឯងจะមើលដល់ផ្ទះនឹងគ្នាហើយបងហើយខ្ញុំគឺមានតាមមកតែមួយទេបើខ្ញុំជាក្មេងសុខសាយចាប់បងចាំអីឯងខ្ញុំតែតាមយ៉ាងម៉េចបើបងមានពុំបបៃមកលើខ្ញុំផ្ទះបងដែរអញនិយាយថាម៉េចខ្ញុំបានចូលមកគ្រួសារវិញដូច្នេះណានទៅវាស្នាកំណត់ឯងមកតាមតំណែងអ្នកស្នងមរតកទី1អ្នកទាំង3គឺជាគូប្រជែងរបស់ខ្ញុំមិនមែនតែណានសៀវដែលជាអ្នកប្រកខ្លាំងៗនេះទេខ្ញុំនឹងយកឲ្យគ្រប់យ៉ាងដែលជារបស់អ្នកទាំងអស់គ្នាក្រោយមកធ្វើជាមេគ្រួសារណានព្រោះនៅលើលោកនេះមិនស្ដាប់តែមួយអង្គទេបងស្រីវាទទួលស្គាល់ហើយគ្រួសារណានមិនត្រូវការឲ្យក្មេងអាយុ6ឆ្នាំដូចឯងមកកាន់ទេក្នុងនាមយើងជាកូនច្បងយើងត្រូវតែបដិឯងជំនួសប៉ាម៉ាក់យើងហើយសិបខ្ញុំសិនទៅអាគ្មានច្បាស់អើយយកបាត់ហើយអ្នកណាមកប្រមាថយើងញ៉ៃយើងផ្ទះគ្រប់គ្នាណានហ្វឹងចាំយាយលើកនេះយាយចង់ដឹងថាចាញ់មានអ្វីយកមកដោះស្រាយអញធ្វើស្អីកូនអាកតញ្ញូឯងហ៊ានវាយបងឯងនៅក្នុងកម្មវិធីជប់យើងម៉ាណានហ្វឹងតែអំសៀវមុនខ្ញុំឲ្យបងស្រីចូលទៅខាត់ហើយក៏ទៅកំភ្លៀងគេដែរប៉ាម៉ាពួកកូនទៅផ្ទះហើយហៅមកអស់ហើយយើងថាខ្វះការអប់រំគឺខ្វះការអប់រំហើយឯងធ្វើអាមកគ្រួសារណាជើងណាប៉ាម៉ាវាគឺជាកំហុសខ្ញុំបងប្រុសនៅតូចក្នុងនាមជាបងគួរតែបដឲ្យបងខ្លះអញ្ចឹងពេលត្រឡប់ទៅផ្ទះវិញសូមកំដាក់ទោសឲ្យគេលុតជង្គង់អីណានសៀវណានយកគួយណាអ៊ីម៉ងអ្នកតែ3កំពុងតែធ្វើពុតការគិតនៅក្នុងចិត្តវាគួរឲ្យខ្ពើមអើមប៉ាម៉ាមើលគេនិយាយចោះថ្ងៃនេះត្រូវឲ្យគេសុំទោសពួកកូនឲ្យទៅបានសុំទោសយ៉ាងភ្លាមនៅទីនេះមានកាមេរ៉ាហេតុអីបានជាប៉ាមកឲ្យគេបើកាមេរ៉ាឲ្យមើលទៅទោះបីជាកំហុសកូនសាក៏ដោយក៏ឯងមិនបានគេចិត្តដែរពួកគេជាណាជាបងស្រីរបស់ឯងមើលទៅឯងបានគេទៅនេះឬចង់ឲ្យខ្ញុំឲ្យគេតែ3អ្នកធ្វើបាបតាមចិត្តមែនទេនិយាយអស់ទៅខ្ញុំជាក្មេងអាយុ6ឆ្នាំបងស្រីទាំងពីរសុទ្ធតែអាយុ20ជាងឯបងប្រុសអាយុ12ឆ្នាំត្រូវបានក្មេងដូចខ្ញុំនេះទេឲ្យដួលនៅដីស្រែកយំឲ្យម៉ែជួយខ្ញុំខ្វះគេជំនួសអង្គពុំមិនអស់លោកសូមជួយវិនិច្ឆ័យឲ្យខ្ញុំផងអ្នកណាដែលធ្វើឲ្យខ្វះគេនៅទីនេះឯងកុំសរុបឲ្យបោះចាស់ពេកស្រុកមកឯងបាយគឺខុសហើយកូនអាយុ6ឆ្នាំទោះបីជាបាយបន្តិចក៏មិនឈឺដែរនយោបាយមើលទៅដូចជាចិត្តអាក្រក់ដាក់កុំមកកើតរបស់ខ្លួនឯងពេកហើយលោកជិះស្អីនៅអត់ចេះខ្មាស់គេទៀតពិធីជប់លៀងបាយតម្លៃទ្រព្យសម្បត្តិចិត្តចាប់ផ្ដើមហើយខ្ញុំត្រូវតែពិនិត្យមើលសិនម៉ែខ្ញុំចាំកូនប្រុសខ្ញុំមកក្នុងដកកៅមិនដែរវាយមិនដែរទេមករបៀងពេកហើយគេក៏ជាកូនឯងខាងនេះអាយុ12ឆ្នាំមិនក៏មិនអាចយកឈ្នះក្មេងអាយុ6ឆ្នាំឯងចិញ្ចឹមបែបអត់កំណើតមកជាមកបន្ទោសថាយើងនេះមានចិត្តលំអៀងម៉ាគ្រួសារណានយើងជាគ្រួសារដែលធ្វើជំនួយពឹងទៅលើគ្រួសារមិនពឹងលើហិង្សាទេណានសូមចាប់ប្រាហិង្សាតែពីក្មេងអនាគតគ្រួសារណាចោលគេនឹងទៅចាប់ហើយទៅហើយពឹងលើបែបពួកគេអន់តែ3នាក់ខ្ញុំមិនគួរប្រើប្រាជ្ញាមកតបតជាមួយនឹងមនុស្សល្ងងតែ3នេះទេប្រើហិង្សាដោះស្រាយជាការល្អបំផុតឯងចេះថាអ្នកណាល្ងងអ្នកទាំងពីរជាឈាមគ្រួសារណានខ្ញុំអាចបិទភ្នែកខ្ញុំបានឯងគឺជាកូនចិញ្ចឹមថ្ងៃក្រោយបើធ្វើអីមិនដឹងចោលទៀតយើងវាយឯងឲ្យស្លាប់ឯងស្មានដល់មែននៅលើខ្លួនចៅហ្វឹងមើលទៅមានរត់អំណាចភាពដូចជាស្ដេចម៉ាបានលើទេគេនិយាយថាចង់បាយកូនសៀវខ្ញុំឲ្យស្លាប់សម្ដីក្មេងអាយុ6ឆ្នាំនិយាយឯងខ្លាចយ៉ាងនេះហីអត់កំណត់មែនគណៈកម្មការចាប់ផ្ដើមឥឡូវហើយគ្រប់គ្នាត្រូវយកចិត្តទុកដាក់សួស្ដីភាពកិត្តិយសពេលនេះដល់ពេលតម្លៃទ្រព្យសម្បត្តិគ្រួសារសង្គមហើយសង្គមឈិងសាននេះគឺជាចាស្រីជាទីស្រឡាញ់បំផុតរបស់គ្រួសារសង្គមអ្នកវាយតម្លៃវត្ថុបុរាណដែលមានទេពកោសល្យបំផុតនៅក្នុងគ្រួសារសង្គមជាអ្នកស្នងមរតកម្នាក់របស់គ្រួសារសង្គមឈិញលើមានទេពកោសល្យនិងមានសម្រស់ស្រស់ស្អាតមែនខ្ញុំមានមុខមាត់ដូចនាងរបស់ខ្ញុំណាឬមួយនាងគឺជាអូសៀនមកស្លាញ់ប្រវត្តិសាស្ត្ររាជវង្សណាននេះមួយរយៈមុនគ្រួសារសង្គមខ្ញុំបានប្រមូលវត្ថុបុរាណល្អៗពីរាជវង្សណានសូមចេញអស់លោកទេសនារីគេហេសូមជាគ្រួសារសង្គមមែនរបស់ដែលនៅទីទាំងអស់សុទ្ធតែជារបស់រាជវង្សវត្ថុមានតម្លៃឯកដេញខ្លាំងនៅពេលនេះគឺដេញខ្លាំងបែបសប្បុរសធម៌វត្ថុដេញខ្លាំងលើកទី1នៅពេលនេះគឺបានមកពីរាជវង្សណានក្រវិលគាត់ហំពាន់ឆ្នាំឯងមិនមកទៅឯងគ្មានសិទ្ធិនិយាយនៅទីនេះទេគ្មានប្រព័ន្ធមេដៃមកស្គាល់វត្ថុបុរាណស្អីទើបយកមកពីខ្សែសង្ហអ្នកនាងសាំងនេះជាចៅប្រុសខ្ញុំមកគេបានធ្វើអីខុសឆ្គងខ្ញុំសុំទោសជំនួសគាត់ជាចៅរបស់លោកយាយហ៎អ្នកប្រុសណានฟังនិយាយទៅហើយក្រវិលគាត់មួយនេះគឺជាក្រវិលគាត់ហំពាន់ឆ្នាំពិតមែនយកមកពីដំណាក់រាជវង្សណានកាលពី1000ឆ្នាំមុនមិនដឹងអាចទៅរួចតែថាប្រព័ន្ធមេដៃនេះស្គាល់វត្ថុបុរាណគាត់ជាចៅបានពេកហើយមកតែអ្នកប្រុសណានฟังដូចជាយល់ដឹងពីវត្ថុបុរាណនៅរាជវង្សណាននេះអ្នកប្រុសលើថាគាត់នេះមានប្រវត្តិបែបណាទៀតដែរអ្នកនាងសាំងគាត់ច្បាស់ជាយល់ថាណានฟังនេះធ្វើពុតយ៉ាងម៉េចហើយទើបដាក់សំណួរសាកល្បងដូចនេះទៅហើយក្រវិលគាត់ហំពាន់ឆ្នាំជាកម្មសិទ្ធិដើមរបស់ព្រះអង្គម្ចាស់រាជវង្សណានព្រះអង្គប្រគល់ឲ្យព្រះមហាក្សត្រឈ្មោះសាំងគាត់ឈិនទៅពេលរៀបអភិសេកសាំងគាត់ឈិនសៀនជាដូនតារបស់គ្រួសារសាំងគាត់ពួកនាងនេះគឺជាកំណត់ត្រានៅក្នុងគ្រួសារសាំងគាត់អ្នកប្រាប់ដឹងមកបែបវិធីនេះណានฟังកាន់តែប្រេះផ្ដាស់ហើយឈ្មោះដូនតាគេចំចឹងធ្វើអីមិនអីទេចៅ
ឆ្លាតមកចៅពេញចិត្តកបិលគុជមួយនេះនិយាយនឹងថ្លៃឲ្យទេកបិលគុជមួយនេះខ្លាំងខ្លាំងនិយាយថាម៉េច ណាត់ហ្វឹងឯងពិតជាប្រហែលមែននេះគឺជាវត្ថុដែលដល់គ្រួសារសង្គមមិនអាចខ្លាចអ្នកស្រីនៅតែជាអ្នកស្រីយើងសង្ស័យវត្ថុបុរាណដែលប្រមូលដល់គ្រួសារសង្គមផងមិនស្គាល់ចាស់ស្គាល់ទុំសោះពិតជាគ្មានការអប់រំពិតមែនមកខ្ញុំប្រាប់ហើយថាកុំឲ្យគេមកគ្រួសារណាត្រូវគេធ្វើអាម៉ាស់មកហើយ ចៅហ្វាំងបើមិនស្គាល់ទេកុំនិយាយចេញមកអីណាវាធ្វើឲ្យចៅអត់តម្លៃខ្លាំងខ្លាយគឺខ្លាំងខ្លាយហើយលោកយាយឬមួយនៅក្នុងសង្គមចង់ខ្ពស់នេះមិនឲ្យមនុស្សនិយាយកាត់ចេញមកលោកយាយខ្ញុំពិតជាគោរពលោកយាយណាស់កន្លងមកនេះប៉ុន្តែចៅរបស់លោកយាយនៅចំពោះមុខខ្ញុំតែទយោទាំងអស់នៅពេញហាងតែខ្ញុំនិយាយថាគ្រួសារខ្ញុំយកវត្ថុបុរាណខ្លាំងខ្លាំងមកដាក់ដេញថ្លៃខ្ញុំត្រូវការការបកស្រាយ ជីឡូកុំប្រហែលនៅសោះចៅលោកចាស់សង្គមដល់ហើយមិនក៏លោកចាស់សង្គមមិននៅគឺ10តួគាត់គឺជាជំនាញកំពូលក្នុងវិស័យវត្ថុបុរាណគាត់ចោះចាស់ណា លោកតាសុខភាពលោកតាមិនសូវល្អចេញមកធ្វើអី ជីឡូចៅមានបញ្ហាអីមិននេះមិនក៏ហ៊ាននិយាយចឹងជាមួយនិយាយលីនណា លោកតានេះគឺអ្នកប្រកបគ្រួសារណានតែនិយាយថាក្របីគាត់ដាក់ដេញថ្លៃនៅពេលនេះគឺជារបស់ខ្លាំងខ្លាំងហេតុអីគ្មានទុកនេះសង្ស័យអញ្ចឹង យាគេគឺជាចៅប្រុសបង្កើតណានហ្វឹងដែលរកឃើញនៅខាងក្រៅនោះមែនទេ តាសង្កន់ចៅប្រុសខ្ញុំគេនៅក្មេងមិនដឹងអីកុំអន់ចិត្តនឹងគេអីណា មិនអីទេមិនអីទេចៅស្រីរបស់ខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងចំពោះការប្រមូលវត្ថុបុរាណពីរាជវង្សណានលើកនេះខ្ញុំមិនបានជួយពិនិត្យទេដោយសារតែប្រុសតូចរបស់គ្រួសារណាមានការសង្ស័យដូច្នេះពិនិត្យខ្លួនឯងចុះ លោកតាសង្កន់ជំនាញខាងពិនិត្យវត្ថុបុរាណលើកពីច្បាប់ចាស់ណានចំចំបណ្ដាមកហើយលោកតាមិនត្រូវការលោកតាមើលតទេលោកតាអស់លោកទាំងអស់គ្នានេះគឺជាឧបករណ៍ពិនិត្យវត្ថុបុរាណដែលខ្ញុំទៅបញ្ជាទិញមកពីក្រៅប្រទេសអាការវាតម្លៃវត្ថុបុរាណគឺមានកម្ពស់ដល់តែ 99% ដូច្នេះក្របីគុជនេះខ្លាំងខ្លាំងឬអត់ ល្អណាស់តាចាក់ខ្ញុំនេះបើកភ្នែកទៅទេដើម្បីធ្វើតេស្តកំណត់ទ្រព្យអស់រយៈពេល60ឆ្នាំមកហើយថ្ងៃនេះចង់ឃើញសមត្ថភាពបច្ចេកវិទ្យាខ្ពស់ដែរនឹងណា លោកយាយលីនរឿងនេះជាប់ពាក់ព័ន្ធกับឈ្មោះគ្រួសារសង្កន់ខ្ញុំអញ្ចឹងលោកតាពិនិត្យថាក្របីនេះជារបស់ពិតលោកយាយត្រូវឲ្យចៅសុំទុកពួកខ្ញុំទៅបាន អ្នកសង្គមមានបច្ចេកវិទ្យាខ្ពស់នៅក្នុងដៃអ្នកប្រណាំងហ្វឹងហ៊ាននិយាយកើតទៅនៅទីនេះពិតជាមិនដឹងមេខ្ពស់តែជាប៉ុណ្ណាមែនអញ្ចឹងមកគេនិយាយថាស្រែនៅតែស្រែពិតជាខ្ពស់មិនផុតពីដីមែននោះតាគ្រួសារណាយើងសង្គមតាមមែនទេហើយបាច់ឆ្កែអាចចេញមកបែបនេះ តែហ្វាំងមានជំនឿចិត្តទេល្អយាយនៅខាងចៅយាយជឿចៅការធ្វើតែត្រូវបានបញ្ចប់នេះគឺជាវត្ថុបុរាណរបស់រាជវង្សណានមានអាយុកាល1000ឆ្នាំឃើញទេនេះគឺដីសាណានហ្វាំងលើកនេះគ្រួសារណានត្រូវខូចគេឈ្មោះកិត្តិយសអស់ហើយណានហ្វាំងឯងចាញ់ហាមិនក៏មិនសុំទោសអ្នកនាងគាត់ទេអ្នកណានិយាយថាខ្ញុំចាញ់ ណាត់ហ្វឹងកូនកាត់ទៅយូរឯនេះនឹងចាប់លោកធ្វើសុំទោសអ្នកសង្គមនឹងចាស់សង្គមទៀតឯងជួយទៅ គ្រួសារណានជាគ្រួសារដែលមានប្រវត្តិរាប់ពាន់ឆ្នាំអ្នកប្រគ្រួសារណានគាត់តែហ៊ានស៊ីនិងហ៊ានសំមែនទេក៏មិនទោសថាបងជាមនុស្សធំសម្រាប់ក្មេងទៅបញ្ហានេះតើទៅនឹងគេឈ្មោះគ្រួសារសង្គមមិនបាច់លើកចង្គមទេគាត់តែសុំទោសធម្មតាបានហើយខ្ញុំមិនទាន់ចាញ់ហេតុអីត្រូវសុំទោសគួរអត់សម្ដេចណាស់អាប់អូនលទ្ធផលតែបង្ហាញនៅចំពោះមុខហើយមិនមែនឯងចង់ថាឧបករណ៍ទេសនេះមានបញ្ហាទេអី អ្នកទាំងអស់គ្នាកុំតន់នោះឡាអីដោយសារតែនៅក្នុងចិត្តរបស់ណានហ្វឹងគឺប្រកាសយ៉ាងនេះខ្ញុំចង់ស្ដាប់យោបល់របស់គេណា លោកតាខ្ញុំដឹងថាលោកតាមានតំណែងល្អជាមួយលោកយាយលីនតែរឿងនេះពាក់ព័ន្ធនឹងគេឈ្មោះគ្រួសារយើងមិនអាចលោកតាកាន់ជើងក្មេងនេះទេតែឲ្យលោកម្ចាស់ក្មេងស្អីនេះហ៊ានមើលមានឧបករណ៍ធ្វើតេស្តទៀតឧបករណ៍ធ្វើតេស្តគ្មានបញ្ហាទេក៏គាត់នេះក៏យកមកពីរាជវង្សណានមែនហើយខ្លួនឯងទទួលស្គាល់ហើយចាំមិនក៏មិនឆាប់សុំទោសខ្ញុំមិនបានថាវាមិនមែនរបស់រាជវង្សទេខ្ញុំគ្រាន់តែថាវាខ្លាំងខ្លាយវាមិនមែនជារបស់យកមកពីក្នុងដំណាក់របស់រាជវង្សណានហើយវាក៏មិនមែនជារបស់ស្ដេចរាជវង្សណានដែរសម្រាប់លើអីហ៊ាននិយាយថាមិនមែនជារបស់ស្ដេចរាជវង្សណាន ស្រីឲ្យណានហ្វឹងគេនិយាយបន្តទៀតទៅ ក៏គាត់មកហងប៉ុនឆ្នាំដែលស្ដេចជូនព្រះមហេសីត្រូវបានធ្វើឡើងពីត្បូងថ្មត្រជាក់នៅតំបន់អាទិត្យស្ទាបទៅគឺត្រជាក់តែគាត់ពណ៌សនេះស្ទាបទៅមិនត្រជាក់ទេដូច្នេះខ្ញុំសូមបញ្ជាក់ក៏គាត់មន់ហងប៉ុនឆ្នាំមួយគុណនេះប្រកាសជាធ្វើឡើងអំពីមេសុទ្ធកាន់តែនិយាយទៅប្រហែលធ្វើដូចជាខ្លួនឯងធ្លាប់បានឃើញនឹងមានចំណុចពិសេសផ្សេងទៀតនៅលើគាត់ពណ៌សមានស្នាមព្រះតូចចំនួន3ចំណែកគាត់នៅក្នុងរាជវង្សណានគឺអត់មានស្នាមព្រះនៅលើគ្រាប់គាត់ញ៉ាំមួយទេការយកមកខ្ញុំនេះគឺផលិតផលម៉ាជីចំនួនមានកំណត់លំដាប់កម្ពស់ពិភពលោកមួយដាំតម្លៃ40ម៉ឺនសម្បត្តិខាងក្រៅផលិតឡើងពីមេសិនពេលសុំទៅនេះមួយម៉ាត់ឬខ្លួនឯង40ម៉ឺននេះចង់បានអីច្បាស់ជាតែសងលុយហើយ40ម៉ឺនខ្វះមួយសេនក៏មិនបានដែរ40ម៉ឺនខ្ញុំមានលទ្ធភាពអីសង40ម៉ឺនគ្មានលទ្ធភាពសងអញ្ចឹងគ្មានជំរឿអ្វីក្រៅពីទូរស័ព្ទដឹងប៉ូលីសទេមកផ្លាញ់ទ្រព្យសម្បត្តិអ្នកដទៃបន្ទាប់មកត្រូវចូលគុកដើម្បីយើងបំណែកចូលគុកទេខ្ញុំនឹងសងប្រាក់នេះចំនួនគាត់ណានហ្វឹងអញចេះគិតលេខទេហ្វែនបងស្រីតម្លៃ40ម៉ឺនរបស់នៅលើខ្លួនឯងស្រុកទាំងអស់យ៉ាងច្រើន30ម៉ឺនអញយកស្អីមកសងសុំទោសអ្នកប្រុសខ្ញុំអត់ប្រយោជន៍រឿងនេះជាកំហុសខ្ញុំមិនគិតពីការទទួលខុសត្រូវទេមិនបាច់ជួយខ្ញុំទេក្នុងនេះខ្ញុំជាចៅច្បងនៃគ្រួសារណានបើសិនបីអ្នកបំរើខ្លួនការពីមិនបាននោះថ្ងៃក្រោយអ្នកអាចធ្វើអ្វីយើងបានសាច់តែចៅហ្វឹងបើលុយចៅមិនគ្រប់ចាំយាយឲ្យខ្ចីនៅក្រៅផ្ទះធ្វើដូចជាមនុស្សធំពេលជួបបញ្ហាពឹងលើលោកយាយទៅដែរក្រែមលៀបមាត់មកកំពុងតែនៅកំពុងនិយាយនេះមកខ្ញុំក្រែមលៀបមាត់បែបបីនៃចំនួនឡងគឺជាសម្រាប់អញនេះនឹងក្រែមលៀបមាត់ជាស្អីទេតាមយើងមើលគឺអញមិនចង់សងលុយទៅគ្រួសារណានមានម៉ាក់គ្រឿងសម្អាងតខ្លួនសិនក្រែមលៀបមាត់ថ្លៃបំផុតម្ដង5000តែក្រែមបងស្រីតម្លៃជាង40ម៉ឺនអញហ៊ាននិយាយថាជាសម្រាប់បានយ៉ាងម៉េចយាយក៏គិតថាក្រែមលៀបមាត់តាមពីចំនួនលោកបុរាណមិនល្អដូចក្រែមបរទេសដែរមែនទេមិនមែនតែផលិតផលគ្រួសារណានទេផលិតផលក្នុងស្រុកផ្សេងទៀតដែលជាចំនួនបុរាណប្រជែងជាមួយលោកដាក់ពិភពលោកមិនបានទេឈប់សិនមិញចៅនិយាយពីអីក្រែមលៀបមាត់សម័យបុរាណលោកយាយស្គាល់ក្រែមសងចាស់ថៅហងក្នុងនេះចំនួនណានដែរទេថាម៉េចក្រែមសងជាងថៅហងក្រែមសងជាងថៅហងស្អីទៅខ្ញុំមើលទៅអញនេះមិនចង់សងលុយបាត់មកទៅកុំឲ្យខ្មាស់គេក្នុងនាមជាចំនួនក្រោយកូនចៅរាជវង្សណានសូម្បីតែសង្កត់ក៏មិនស្គាល់ដែរមិនចេះខ្មាស់គេទេនេះគឺជាក្រែមលៀបមាត់យាសនានក្នុងរាជវង្សណានលោកក៏ស្គាល់ដែរសម្រាប់បានតាក្នុងនាមជាកូនចៅចំនួនក្រោយរាជវង្សណាននឹងជាអគ្គនាយកក្រុមហ៊ុនណានគ្រប់ជាច្រើនឆ្នាំមកនេះលោកយាយតែចង់ផលិតក្រែមសងជាងថៅឡើងវិញចង់ឲ្យគ្រឿងសម្អាងគ្រួសារណានចូលទៅក្នុងផ្សារទំនើបនៅក្នុងម៉ាកយីហោល្បីគួរឲ្យស្ដាយសងជាងថៅហងបាត់យូរហើយគ្រួសារណានជាមកស្រាវជ្រាវជាច្រើននៅក្នុងសិភៅប៉ុន្តែរកវាមិនឃើញដូច្នេះមិនអាចផលិតវាឡើងវិញបានឡើយនេះជាការសោកស្ដាយបំផុតនៅក្នុងជីវិតរបស់យាយណានហ្វឹងតួឯងស្គាល់ក្រែមសងជាងថៅហងតាពីយ៉ាងម៉េចលើកនេះម៉ែបងឯងធ្វើក្រែមបងស្រីឯងខ្ញុំចាត់ធ្វើក្រែមសងជាងថៅហងរាជវង្សណានហើយតម្លៃរបស់វាគឺខ្ពស់ជាងអ្វីដែលអ្នកហៅថាផលិតផលមួយចំនួនមានកំណត់ឆ្ងាញ់ណាស់ខ្ញុំមិនធ្វើវាស្មារតីណាត់ហ្វឹងឯងគួរនិយាយពិសេសសង់ចឹងថៅហងបានបងរយៈពេល10ឆ្នាំមកហើយគ្រួសារណានជាមកចំណាយជនភៀមមនុស្សនឹងទ្រព្យសម្បត្តិជាច្រើននៅតែមិនអាចយកឃើញពឹងលាក់ក្មេងឯងតែលើកឡើងវិញបានដែរទេថាគេមិនចង់សងប្រាក់តែមានចេតនាបាក់ប្រាក់ពួកយើងបងប្រុសឯងនិយាយក៏ហាក់ក៏ត្រូវមានឯងកំណត់ឯងមិនចង់សងប្រាក់បងស្រីក៏កុំលេងសើចនេះជាក្តីសុបិនរបស់លោកយាយចៅហ្វឹងដឹងពីរូបមន្តសងចឹងថៅហងរាជវង្សណានមែនទេកំរំលោកយាយឲ្យមានសម្ភារៈគ្រប់គ្រាន់ខ្ញុំអាចធ្វើគំរូសាមញ្ញឥឡូវនេះឡើងរោងចក្រផលិតគ្រឿងសម្អាងរបស់គ្រួសារណាននៅពីងហើយសម្ភារៈមានគ្រប់ប្រភេទចៅធ្វើបញ្ជីឈ្មោះមកយាយឲ្យគេដឹកមកភ្លាមម៉ាពិតជាជឿលើក្មេងនេះនិយាយប្រេះផ្លាស់មែនទេទោះបីជាវាដល់ពីរូបមន្តក៏ដោយតែមកជឿថាក្មេង6ឆ្នាំឯងបង្កវាបានដែរទេខ្ញុំមិនជឿទេចុះបើខ្ញុំអាចធ្វើបានមែនបាទអាចធ្វើបានយើងនឹងប្រកបខ្សែសម្បត្តិគ្រឿងរបស់ពួករបស់ក្រុមហ៊ុនណានឲ្យតែឯងប៉ុន្តែបើសិនជាឯងមិនអាចធ្វើបានអាចទៅជួយរបស់វិញគ្រួសារណានជាមិនអត់ឲ្យក្មេងដែលចេះតែនិយាយអូដូចឯងនោះទេស្នងមុខចំនួនឯងលោកនិយាយខ្លួនឯងទេកុំស្ដាយក្រោយ
ល្អនិយាយធ្វើសាកស្អីឲ្យបើចៅអាចធ្វើក្រែមសំជាងថាហងឬជប៉ុងណានបានមុខចំនួនគ្រឿងសម្អាងរបស់គ្រួសារណានគឺប្រគល់ឲ្យចៅហើយពិតជាមិនចេះប្រមាថកម្លាំងមែនបងធីយកទៅថ្នាំជក់នឹងក្តារមកចាសរសេរប្រមាណពាក្យសោះប្រាសាទទៅចុះសរសេរពូកែធ្វើពុតមែនចៅគាត់ក្រៅពីវត្ថុធាតុដើមនេះតែត្រូវការឧបករណ៍ផលិតផ្សេងទៀតទេគ្រាន់តែឲ្យខ្ញុំខ្ជិបចាក់បាយហើយប្រើចង្ក្រានធម្មតានឹងខ្ជិបឆាបានហើយល្អចាក់មនុស្សឲ្យផ្ញើគ្រឿងផ្សំទាំងអស់នេះនឹងពុំធ្វើក្រែមមកឲ្យលឿនមកណាចាស់លោកជីបងធំបងទី2ណានបងចូលផ្ទះបាយយូរហើយតែគេធ្វើក្រែមសំចាំងថាបានមែនមិនអាចទេខ្ញុំគិតថាវាកំពុងតែមានចេតនាព្យាយាមអូសបន្លាយពេលវេលាទេទៅហើយចាំមើលដល់ពេលត្រូវដេញចេញពីគ្រួសារណានទៅគ្មានដែលមិនស្គាល់មេខ្លួនឯក្រាស់បើសិនជាវាអាចធ្វើបានយើងនឹងមកក្បាលរបស់យើងយកធ្វើជាបាល់ឲ្យវាតលីងខ្ញុំមិនចាប់អារម្មណ៍នឹងក្បាលរបស់លោកទេឲ្យតែលោកអាចគោរពពាក្យសន្យាលោកមុននេះទៅបានហើយលោកយាយសូមចេញមើលក្រែមសងចាំងថៅហងរបស់រាជវង្សណាចៅពិតជាធ្វើវាបានមែនណាអូយភ្លឺទុនពណ៌ស្រស់ស្អាតនេះហើយជារបស់ដ៏កម្រមិនអាចទេលោកយាយកុំជឿវាក្រែមសងចាំងថៅហងស្អីវាថាមិនគឺមែនហើយមានការបង្រៀនធ្វើក្រែមរៀបបត់ជាច្រើនតាមអ៊ីនធឺណិតខ្ញុំមកតែគ្រាន់តែធ្វើតាមវីដេអូគេរួចឆាតធ្វើក្រែមរៀបបត់ធម្មតាចេញមកតែប៉ុណ្ណោះដើម្បីបញ្ឆោតយើងទេមានស្អីអស្ចារ្យទេយកអាសម្រាប់ធ្វើតេស្តចេញមកលោកស្រីម៉ាក់អត់កាទីមែនទីខ្ញុំបានប្រាប់ម៉ាក់ហើយក្មេងមកពីស្រុកស្រែម្នាក់ទៅស្គាល់ក្រែមរៀបបត់ស្អីម៉ាក់ចាំតិចណាម៉ាក់នឹងថាមានថ្នាំពុលអត់ទេកំណត់ត្រាសិភៅបុរាណក្រែមសងជាងថៅហងពេលដំបូងគឺទឹកក្រហមរួចប្រែជាពណ៌ស៊ីចម្ពូសន្សឹមបន្ទាប់មកទៀតគឺពណ៌ឈើរីគេតែងតែហៅថាពណ៌ឈូក3ថ្នាក់នេះពិតជាក្រែមសងជាងថៅហងរបស់រាជវង្សណាដែលបាត់រូបមន្តទៅជាង1000ឆ្នាំពិតមែនថាម៉េចយើងកាន់ប្រដាប់ធ្វើតេស្តមើលគុណភាពក្រែម60ឆ្នាំហើយយើងពិតជាធានាបានថានេះពិតជាក្រែមសងជាងថៅហងនេះមិនអាចរួចទេក្រែមសងជាងថៅហងធ្វើមកដូចនេះចុះកាលពីប៉ុន្មានឆ្នាំមុនយើងវិនិយោគរាប់សិបលានក្នុងការស្រាវជ្រាវក្រែមសងកូនថៅហងយ៉ាងវិញហើយព្រោះលោកសបូរលុយនឹងហើយលោកជីកុំដេសាលោកជីលំអៀងទៅខាងណានហ្វឹងហើយចេតនានិយាយចេញមកពាក្យហ្នឹងប្រហើនបើយើងមានចិត្តលំអៀងទៅរកណានហ្វឹងតែគ្មានគោលចំហយើងទេក្រុមហ៊ុនណានហ្វឹងតែឲ្យគេតាំងពីយូរហើយបងទី2បងមិនចេះនិយាយបាត់មកទៅជុំនិយាយទៅនិយាយរបស់កូនមិនយកអាជីវកម្មគ្រួសារណានយកទៅលេខសោយនោះទេបាទក៏ធ្លាប់ឃើញសិភៅបុរាណទាំងនោះដែរក្រៅដែរណានហ្វឹងគេបានធ្វើឡើងមកនេះពិតជាមានពណ៌ដូចនៅក្នុងសិភៅពិតមែនវយតែហ្វឹងនិយាយថានឹងសងក្រែមមាត់ដូចដើមទៅចៅអញ្ចឹងចៅសាកយកក្រែមនេះទៅប្រៀបជាមួយនឹងក្រែមម៉ាក់អន្តរជាតិរបស់ចៅលោមើលខ្ញុំមិនសាកមើលម៉ាក់មិនកាត់ទេត្រូវតែសាកមើលឲ្យខ្ញុំវិញនេះពិតជាក្រែមសងចឹងថៅហងនេះផងណានកូនស្រីឲ្យម៉ាក់សាំតិចណាម៉ាក់ខ្ញុំសាកផងម៉ាក់បងទី2អ្នកទៅពីកំពុងធ្វើអីនេះជាសំណោរបស់ណានហ្វឹងឲ្យខ្ញុំបើពួកអ្នកចង់បានសួររបស់គេខ្លួនឯងទៅចៅហ្វឹងអាជីវកម្មក្រែមលាបមាត់លំដាប់ខ្ពស់របស់ក្រុមហ៊ុនណានគ្រប់យើងប្រគល់ឲ្យចៅហើយម៉ាក់ខ្ញុំមិនយល់ព្រមទេតើកូនខ្មែរយុគ6ឆ្នាំគេអាចរកស៊ីបានដល់របៀបណាឯងនឹងហើយនិយាយថាភ្នាល់ឯងអាយុប្រហែលហើយនិយាយបាត់តែក្នុងឯចំពោះមុខក្មេងចរិតឯងយ៉ាងនេះហើយដែលធ្វើយើងភ័យខ្លាចក្នុងការឲ្យតំណែងអគ្គនាយកក្រុមហ៊ុនណានគ្រប់ទៅឯងនោះម៉ាជាគឺជាកូនការរបស់ម៉ាមិនអាចនិយាយដូចនេះតាគាត់មកទៅម៉ាមិននេះខ្ញុំគ្រាន់តែលេងសើចទេកុំរំខ្ញុំនឹងប្រកបខ្សែសម្បត្តិក្រែមលំដាប់ខ្ពស់ទៅឲ្យណានហ្វឹងចាប់ពីស្អែកនេះទៅចៅគឺជាអគ្គនាយកផ្នែកក្រែមលំដាប់ខ្ពស់របស់ក្រុមហ៊ុនណានគ្រប់ហើយអរគុណលោកយាយចៅនឹងមកធ្វើលោកយាយខកចិត្តទេបន្ទាប់មកទៀតតើចៅមានគម្រោងអីទេមានខ្ញុំចង់ដាក់លក់ក្រែមសងជាងថៅហងម៉ាក់លំដាប់ខ្ពស់ថ្មីល្អយាយគ្រប់គ្រងចៅអ្នកនិយាយស្អីខ្សែចំបាក់ផលិតក្រែមលំដាប់ខ្ពស់របស់ក្រុមហ៊ុនណានអ៊ីត្រូវប្រកបក្មេងអាយុ6ឆ្នាំកុំលេងសើចអគ្គនាយកណាននៅទីណាខ្ញុំចង់ជួបលើឋានៈប្រតូចណានទៅត្រឡប់ចូលគ្រួសារណានថ្មីនេះទទួលបានការឆ្លងថ្នាក់ក្នុងពីលោកជីណាដូច្នេះទៅបានប្រកបខ្សែសម្បត្តិផលិតកម្មអីតែដាក់មែនក្មេងអាយុ6ឆ្នាំហើយមកពីសុខខ្សែទៀតរាប់ពី1ដល់100មិនដឹងចាំមិនថតតែដឹងរឿងអាជីវកម្មស្អីអគ្គនាយកណានកំពុងកាត់ស្អីលើគ្រឿងសម្អាងកម្រិតខ្ពស់របស់ក្រុមហ៊ុនណានខំស្ទើររាល់ឆ្នាំប្រហែលជាក្រុមហ៊ុនណានក្រុមមានគម្រោងបោះបង់ចោលទាំងស្រុងនៅអង្គភាពអាជីវកម្មលំដាប់ខ្ពស់ហើយមើលតាមពេលវេលាអគ្គនាយកណានតូចគួរតែចិត្តមកដល់ហើយបងស្រីហងយាតែយើងគួរទៅចុះទទួលស្វាគមន៍ទេអ្នកចង់ទៅចុះខ្ញុំមិនចាប់អារម្មណ៍ស្វាគមន៍អីគ្មាននឹងទេអ្នកប្រតូចផ្នែកកម្រិតខ្ពស់គឺមានថ្នាក់ក្រោម3នាក់លៀនហងយាជាប្រធានទទួលបន្ទុកផ្នែកទីផ្សារសាំងអ៊ីសិនទទួលបន្ទុកខាងស្រាវជ្រាវហើយនិងអភិវឌ្ឍចំណែកចៅសានគឺគាត់ទទួលបន្ទុកផ្នែករដ្ឋបាលឈ្មោះពីអ្នកដំបូងគឺមានប្រវត្តិសិក្សានៅក្រៅប្រទេសបងស្រីធីងបងមានប្រាប់ពួកគេថាខ្ញុំមកក្រុមហ៊ុនខ្ញុំដំណឹងមកយូរហើយអ្នកដឹកនាំជាន់ខ្ពស់មកដល់ក្រុមហ៊ុនគ្មាននរណាម្នាក់មកស្វាគមន៍ជាងសោះមនុស្សទាំងនេះពិតជាក្អឹកទៅមែននាងស្អីអីសុំទោសអ្នកប្រតូចខ្ញុំគ្រាន់តែគិតថាអ្នកប្រុសនៅក្មេងបែបនេះតែចង់បានមុខមាត់មើលទៅគួរឲ្យស្រឡាញ់ណាស់នេះមិនមែនចង់បានមុខមាត់ទេនៅសម័យបុរាណវិញអ្នកធំជាងមកដល់កន្លែងមន្ត្រីមូលដ្ឋានចេញមកទទួលស្វាគមន៍វាគ្រាន់តែជាក្រុមសិល្បៈជាមូលដ្ឋានមិនមានអ្វីពាក់ព័ន្ធនឹងការចង់បានមុខមាត់គឺជាការគោរពអ្នកដែលគួរតែបង្ហាញបើអ្នកទាំងនោះមិនគោរពមន្ត្រីចក្រពត្តិនោះអាចមើលដឹងថាជាមនុស្សអត់ទៅគាត់ជាអគ្គនាយកណានតូចមកជួបលៀនហងជាសុំទោសប្រធានលៀនគាត់ជាប់ប្រជុំសូមរងចាំតិចសិនគាត់គឺជាអគ្គនាយកជាអ្នកដឹកនាំក្រុមហ៊ុនអ្នកនិយាយអញ្ចឹងតើបានន័យថាម៉េចនាងត្រូវមិននិយាយពីការនេះហើយឡើងទៅផ្នែកហិរញ្ញវត្ថុបាក់ខែទៅបងធីងពួកយើងតែខ្លួនឯងបង
ហងជាវីវហើយអគ្គនាយកណានតូចឡើងទៅតែម្ដងខ្ញុំត្រូវបានគាត់ដេញចេញហើយថាម៉េចមែនទេគ្មានការនិយាយស្ដីមើលទៅមិនដូចគ្មានធម្មតាទេពេលខ្ញុំនៅក្បែរអគ្គនាយកណានធំខ្ញុំមិនដែលមានអារម្មណ៍ថាត្រូវគាត់គៀបសង្កត់ឡើងអគ្គនាយកតូចសាហាវដល់ថ្នាក់នេះហើយឆាប់ប្រមូលបានទុកអគ្គនាយកណានតូចយ៉ាងមកហើយក្មេងតូចមួយភេទដល់ថ្នាក់នេះចៃសានអគ្គនាយកណានតូចមកក្រុមហ៊ុនខ្ញុំណែនាំឲ្យលោកទៅទុកដាក់ការងារតែក្មេងតូចនេះណាជាក្មេងខុសពីអ្វីដែលពួកយើងគិតក្មេងអាយុ6ឆ្នាំម្នាក់20នេះភេទដល់ថ្នាក់នេះទៅហើយខ្ញុំប្រាប់នេះណាខ្ញុំគឺជាបងប្អូនរបស់ម្ដាយរបស់គេគេនឹងមិនទាន់ថាខ្ញុំថាពូមួយម៉ាត់ផងណាមនុស្សពីរនាក់មកការរំលែកខ្ញុំដើម្បីលេងជាមួយខ្ញុំចៃសាននេះគឺជាម៉ោងធ្វើការសុំលោកកំហុសហេតុពេកនេះជារឿងខ្ញុំប្រាប់នេះខ្ញុំគឺជាសាច់ញាតិរបស់គ្រួសារណានខ្ញុំមិនជឿថាខ្ញុំអគ្គនាយកណានប៉ុន្តែនេះចោលល្អលេងហ្វាត់ជាមួយលោកហើយអ្នកនរគ្នាទៅជាមួយខ្ញុំតែអាចយើងស្វាគមន៍គាត់គាត់ស្ដីអគ្គនាយកណានទៅអ្នកផលិតដំណាក់ខ្ពស់របស់ក្រុមហ៊ុនណានគ្រប់សុំគ្រប់លោកអគ្គនាយកណានទៅខ្ញុំទៅលីនហុងយីសួស្ដីអគ្គនាយកណានខ្ញុំគឺសាងអ៊ីនសិនជាអនុប្រធានខ្ញុំចាំថាពួកនាងនៅមានអនុប្រធានរបស់ម្នាក់ទៀតចៅសានគេនៅណាមើលទៅខ្ញុំមិនមែនជាក្មេងស្រុកស្រែទេអនុប្រធានរងតែសានគាត់នៅក្នុងការិយាល័យខ្ញុំទូរស័ព្ទហៅគាត់ឥឡូវនេះលោកយីឲ្យខ្ញុំគ្រប់គ្រងគណៈអាជីវកម្មដំណាក់ខ្ពស់តើពួកនាងគិតថាខ្ញុំងាយស្រួលបោកព្រោះខ្ញុំនៅក្មេងមែនទេស្ដេចយើងអត់ទេអ្នកប្រជើងនេះមានការទិញឆៃខកខ្លួនចាំបន្ទិញខ្ញុំផ្លូវអគ្គនាយកណានទៅអញ្ចឹងចូលបន្ទប់ប្រជុំសិនរងចាំអនុប្រធានចាយរៀបចំឯកសាររួចពួកយើងប្រជុំលេខការងារជូនតែម្ដងពីដងហើយលីនហុងយីខ្ញុំគ្មានការអត់ធ្មត់ចំពោះអ្នកលើពី3ដងទេអ្នកនាងលីនហុងយីបើគិតថាអគ្គនាយកណានទៅជាកុមារគឺអ្នកនាងត្រូវខាតខំហើយមកតាមនឹងចុះអាយុ6ឆ្នាំឬក៏មិនមែនស្ដេចបងមកចាប់អូនមកហើយចាអូនសម្លាញ់ណាបងហើយស្ដេចបងមកចាប់អូនមកគួរឲ្យខ្ពើមចាំបន្ទិញបើទូរស័ព្ទថតវីដេអូអូចាំទៅអ្នកប្រទៅទៅចាក់សោពីខាងក្នុងស្ដេចតើមកចាប់អូនមកទីនេះបងចាប់អូនបានហើយមកជាណាលេចចូលរស់ហើយក្នុងនាមខ្លួនជាអនុប្រធានរបស់ម្នាក់រីករាយនឹងប្រកាសខ្ពើរបស់គ្រួសារណានបើជាធ្វើរឿងប្រតិបត្តិបែបនេះអើចុះតាមប្រដាក់គ្មានគ្រួសារណានដែលមកពីជនបទសោះមានស្គាល់ធំតូចសោះនេះតែជួបយើងអាចត្រូវខៃជើងថាគូចាំបន្ទិញមនុស្ស3នាក់ក្នុងបន្ទប់នេះលេងចេញទាំងអស់ឥឡូវដំណើររបស់យើងរ៉ៃបាយគឺជាអ្នករៀបចំហើយហើយនឹងស្ដីមកដល់យើងចេញណាគ្មានមិនต้องមកធំតាមទឹកតយើងต้องមកចាក់ចេញសម្ងលើឥឡូវដៃនេះណាទេមើលចុះយើងជាពី3ម៉ាត់វាលេងនិយាយហើយក្មេងនៅតែជាក្មេងលោកជ័យពិតជាខ្វះផ្នែកមែនហើយឲ្យក្មេងមកតដល់រួមដូចឯងនេះមកជឿជឿអាជីវកម្មរបស់ក្រុមហ៊ុនបែបនេះចៅសានខ្ញុំនិយាយរួចហើយលោកត្រូវបានបណ្ដេញចេញហើយលោកចង់ចេញពីទីនេះខ្លួនឯងឬចង់ឲ្យខ្ញុំបញ្ជូនលោកចេញដល់តដៃអាក្មេងមិនបាច់ចេញជាមួយបែបនេះអ្នកតើអគ្គនាយកតើបាយចុះទៅខាងម៉ៃយីអ្នកទៅកាត់មកចាក់ក្បាច់កូននេះអញ្ចឹងហើយបានជាដាក់រំណានតូចនិយាយថាចង់បញ្ជូនចេញដល់តើអាក្មេងឯនេះពិតជាហ៊ានមែនកុំគិតថាមានលោកជ័យអាចធ្វើជាក្នុងអាចហ៊ានជិះជាប់ក្បាលយើងបានតាមចិត្តនោះយីទៅតែហាមដៃបាយមកលើនេះអាឡូបងជិះដល់មួយកូនប្រុសបងមកក្រុមហ៊ុនថ្ងៃដំបងគេបានបណ្ដេញខ្ញុំចេញពីក្រុមហ៊ុនហើយបងហើយវានៅហ៊ានបាយខ្ញុំទៀតបងឆាប់មកទីនេះឆាប់មកដើម្បីបណ្ដេញវាឲ្យវាហ៊ានជាមួយនឹងខ្ញុំទៀតអាក្មេងពេលនេះឯងនឹងធ្វើចាប់ហើយបន្តិចទៀតមកបាយមកដល់ឯងនឹងត្រូវចាក់គួតឯងរហូតដល់ជុំអ្នកទៅតែការទេទៅលោកយាយដែរទេមិនបាច់ទេបើរឿងទៅតែបែបនេះត្រូវការជំនួយពីលោកយាយដែរខ្ញុំអាចកាត់ដំណើរនៅខាងអនាគតបានយ៉ាងម៉េចណាក៏បានយកឯងម្លេះយើងនៅចាំពួកគេមកតែលោកឯងមកជួយលោកអគ្គនាយកទៅប្រហែលនេះចង់ធ្វើអីអគ្គនាយកណានខ្ញុំចង់បីលោកដាក់លើកៅអីប្រហែលមកស្រីហងជាអគ្គនាយកណានទៅនេះពិតជាមិនមែនធម្មតាទេអត់មានអំណាចមួយនេះធ្វើចាំបិស្ទស្លាប់មនុស្សឯងលោកយាយបញ្ជូនមកមិនធម្មតាទេការមកដល់របស់លោកអគ្គនាយកណានទៅអាចនាំឲ្យផ្នែកយើងលើចម្រើនកថាបានញ៉ាំបែបនេះខ្ញុំខ្ចីចោលខ្លាចជាដំណោះគេហើយមនុស្សគ្រប់គ្នាបែរចែកពីក្រុមឆោតទាំងសងហើយដល់ខ្លួនភ័យក្មេងមិនទាន់នឹងបាត់ធំខ្លាំងទឹកដោះផងមកស្ដាយនៅទីនេះស្អីណាត់ហ្វឹងឯងមកក្រុមហ៊ុនហ៊ានវាយបុកចាក់ឯងព្រឹកពេកហើយកាត់ឬអីឡើងសុខស្រីបានចំណានប្រធានលីមិនបានប្រាប់ពីតំណែងរវាងតាសាននិងគ្រូសាណាទេហើយបងថ្លៃបងស្រីគេជាសត្វចម្លែកថ្ងៃនេះខ្ញុំមកក្រុមហ៊ុនតាពីព្រឹកព្រលឹមរវល់ពេញមួយថ្ងៃមិនបានចេញទៅទទួលគេខាងខ្ញុំមិនបានទៅទទួលគេក៏ចូលមកភ្លាមហើយក៏វាយខ្ញុំដល់ថ្នាក់នេះគេមិនសួរហេតុផលទេហើយបងមើលទៅមុខរបស់ខ្ញុំគេផ្ទះដល់ថ្នាក់នេះទៅហើយមុនពេលពុកម៉ែចាយចេញទៅគាត់បានសុំឲ្យបងមើលថែខ្ញុំប៉ុន្តែបងមើលចោះគេធ្វើបាបខ្ញុំដល់ថ្នាក់នេះណានហ្វឹងឯងនៅធ្វើបាបនេះធ្វើរកខំម្លេះលោកយាយផ្ដោតសិទ្ធទៅតែឲ្យឯងមិនមែនឲ្យឯងប្រាំដើម្បីធ្វើបាបពួកគេទេណានហ្វឹងឯងនឹងមិនឆាប់សុំទោសអានោះប្រធានតាសានទៀតខ្ញុំបាយគេដោយសារគេសុំមិនត្រូវគេវាយខ្ញុំមិនខុសទេហេតុអីត្រូវសុំទោសឯងនិយាយឯងវាយគេហើយមិនគេចេញតាមពុជរបស់ឯងក៏កំពុងទូតាខុសរឿងថាខ្លួនឯងខុសទៀតឯងជឿមិនជឿនងយើងជឿចាក់គេយកក្រុមហ៊ុនណាគ្រប់នឹងមិនអាចចៃលើនេះតំណែងខ្ញុំគឺជាថៅខែក្រុមហ៊ុនលេងវ៉ាន់ជាអ្នកតែងតាំងក្រុមអគ្គនាយកលោកនេះសិតមិនដល់រហូតទេនិយាយឯងពុតចាំមកវិញហើយបាយចោលគ្មានចៃលោកឯងក្នុងក្រុមហ៊ុនឲ្យឯងធ្វើអាក្រក់តាមចិត្តគាត់នឹងសោកស្ដាយលោកនិយាយខ្ញុំធ្វើអាក្រក់ណានជាលោកមិនសួរមកហេតុផលមិនបាញ់ចៃសោកខ្មៅគ្រាន់តែស្ដាប់សម្លេងរបស់ចៅសាមកខាងហើយមកបន្ទោសខ្ញុំនរណាជាមនុស្សអាក្រក់អត់ដឹងខុសត្រូវទេកូនអាកតញ្ញូឯងហ៊ានមករៀនជើងផងថ្ងៃនេះបាយមកដល់មានរឿងឲ្យឯងកាចឲ្យមកជើងហើយសំខាន់ឯងយ៉ាងណាក៏គាត់ជាកូនរបស់លោកអគ្គនាយកដែរចុះបាយជាកូនពីយ៉ាងម៉េចនេះជាក្លាយអ្វីគឺជាក្រុមហ៊ុនក្លាយធ្វើការមិនមែនទេថ្ងៃនេះយើងចង់ប្រាប់ឯងតើច្បាប់វានេះជាអ្វីលោកពងនេះជាលើកទី2ហេតុចង់បាយខ្ញុំឈើលើកមុនឆាប់ផ្លេចម្លេះកូនប្រុសម្នាក់នេះថ្ងៃនេះនឹងធ្វើឲ្យពុកចង់ចាំមួយជីវិតអូយលោកនេះបាយមកច្បាប់ហើយបាយច្បាប់ហើយនេះផ្ដាច់គ្រាន់តែធ្លាប់ប៉ុណ្ណោះចាំអានល្អវិញខ្ញុំនឹងធ្វើឲ្យដល់តាមវិញណានហ្វឹងគេជឿពុកបង្កើតឯងមិនក៏ឯងនេះអាកតញ្ញូខ្លាំងម្លេះហ៎តែពុកបង្កើតវាយ៉ាងម៉េចមិននេះគេជាអ្នកជាអ្នកការិយាល័យនេះជាកន្លែងធ្វើការមិនមែននៅផ្ទះចឹងម៉េចពួកអ្នកចង់សម្ដែងមុខពីជាមួយខ្ញុំទៅទេបោះស្អីគ្មានអ្នកនេះខ្លាំងបែបនេះតាគេជាមនុស្សដាច់ទេណានជាចៅហ្វឹងអ្នកទាំងអស់គ្នានិយាយថាខ្ញុំមិនមកលើគ្មានហេតុផលដូច្នេះខ្ញុំសុំសួរថាចៅសាលេងនេះជាមួយបុគ្គលិកស្រីក្នុងការិយាល័យអំឡុងមកធ្វើការលេងចាញ់ដោះកាអលបាយថោកទៀតដូចនេះខ្ញុំជាល្អបែបនេះខ្ញុំមិនក៏ឈប់ទេឬឲ្យរក្សាទុកដល់ចូលឆ្នាំថ្មីមែនទេបោះស្អីខ្ញុំមិនញ៉ាំធ្វើរឿងបែបនេះនៅក្នុងចិត្តរបស់គេមានគំនុំប្រហែល
សម្ដីរបស់ក្មេងគឺមិនអាចជឿបានទេ ចាំបន្តិចចាក់វីដេអូឲ្យឪពុកម្ដាយខ្ញុំមើលភ្លាមទៅ ចាញ់អ្នកប្រុសទៅលោកប្រុសលោកស្រីសូមជួយមើលវីដេអូនេះ ស្រីស្អាតមកចាប់អូនបានហើយ ចៅសានមិនអាចធ្វើដូច្នេះ បងស្រីរហូតមកគឺដូច្នេះមានអ្នកណាហ៊ានមករត់មួយខ្ញុំទេ ចៅសានអស់លើតំណែងជាមួយគ្រួសារណានធ្វើរឿងប្រដៅនៅក្រុមហ៊ុនមនុស្សប្រភេទនេះតើគាត់បញ្ឈប់ដែរទេឆ្លើយមកគួរតែបញ្ឈប់ទោះបីចៅសានធ្វើកកដោយជើងទុកការពិតម្លៃសិនយ៉ាងណាក៏គេគឺជាអូនមួយឯងដែរអញមិនគួរវាមនុស្សទេអញបាយចាស់ទុំនោះគឺជារឿងខុសឆ្គងខ្លាំងណាស់ទុករឿងពិតម្លៃសិនអញ្ចឹងនិយាយពីអីនិយាយពីរឿងស្កសម្លៃឯង មិនអាចបាននិយាយទៅអាយជាក្មេងគ្មានការអត់ព្រមហ៊ានបាយចាស់ទុំអាយអកតញ្ញូណាស់ បើយើងពិតជាអកតញ្ញូមែនគឺបណ្ដានឹងដាក់ទោសឲ្យមិនតាន់ដល់ពេលពួកអញមកវិញឆែកទេអញចង់ធ្វើអីណាសឹងអញវាយមនុស្សនៅចំពោះមុខម៉ែអើឯងដូច្នេះហ៎ឯងឃើញពេកហើយលោកស្រីអគ្គនាយកណាដូចជាចាប់ជាតិហើយគ្មានអាយុ6ឆ្នាំមានសមត្ថភាពខ្លាំងបែបនេះខ្ញុំមិនមែនកំពុងសុបិនទេអគ្គនាយកណាទៅដូចជាមានបិសាចនៅក្នុងខ្លួនអីអញចង់ធ្វើអីម៉ែតែបដាមកអ្នកចោលសុខខ្ញុំរហូតស្ដីបន្ទុកខ្ញុំពីការដេញបុគ្គលិកមានហេតុផលវាយមនុស្សមានហេតុផលខ្ញុំបានបញ្ចូលយកឆៃអំពីហេតុផលនៃការដេញមនុស្សឥឡូវនេះពួកយើងពិភាក្សាគ្នាបន្តិចថាមនុស្សដូចជាគេគួរឲ្យវាយដែរទេចៅសានអាងមានខ្សែធ្វើរឿងអាក្រក់នៅក្នុងក្រុមហ៊ុនពួកឲ្យប៉ះពាល់ដល់ក្រុមហ៊ុនឡើងក្រុមតើគេគួរឲ្យវាយដែរទេយើងនិយាយហើយគេគឺជាចាត់ទុកឯងមិនអាចវាយគេបានទេអាភាពថោកទាបមកធ្វើការធ្វើរឿងអាក្រក់នៅក្នុងការិយាល័យជាមួយបុគ្គលិកស្រីមនុស្សដូចគេគួរឲ្យវាយដែរទេអញជប់ព្រាមទៅខ្ញុំជំនឿរបស់គេមិនជប់ទង្វើគួរឲ្យអស្ម័យរបស់គេគេមិនត្រឹមតែមិនស្ដាប់នៅប្រមាថខ្ញុំទៀតគួរឲ្យវាយដែរទេថាទៅប៉ុណ្ណឹងបានហើយជប់ប្រាប់ឯងឲ្យជប់វាយគេទៅហាមុននិយាយតែពាក្យស្មោករត់នឹងកុហកជិះខ្ញុំពេចមាត់តើគួរឲ្យវាយគេដែរទេកូនអកតញ្ញូជើងច្បាយឯងបាច់បាត់ជាមិនស្ដាប់ទឹកដីជើង បងខ្ញុំនិយាយទៅបងឃើញដែរទេបងនិយាយម្ដងគេវាយខ្ញុំម្ដងបើបងនៅនិយាយទៀតគេប្រកាសជាវាយខ្ញុំរហូតដល់ស្លាប់ហើយខ្ញុំសុំបងជប់និយាយទៀតទៅខ្ញុំមិនចង់ស្លាប់ទេ លោកបងយ៉ាងម៉េចអ្នកបន្តបាច់ឆ្លាតនឹងទេតើខ្ញុំគួរវាយគេដែរទេ សុំនឹងវាយអូនឆាប់និយាយកាត់ទៅ សំនឹងវាយបាទដូច្នេះអគ្គនាយកណាលោកស្រីណាឆាប់មកកំពុងមនុស្សដែលនៅលើផែនដីនេះចាក់ចេញភ្លាមកុំឲ្យប៉ះពាល់ដល់ការងារផ្នែកអាជីវកម្មរបស់យើង គាត់ប្រនេះដៃរបស់ប៉ាណែ ណាជារឿងកាលឡើងថ្ងៃនេះលោកអាចទៅអាចរកលោកជិះទេប៉ុន្តែលោកទីទៅមើលបើលោកជិះដឹងថាលោកកាន់ជើងកំពុងមនុស្សដូចជាគេនាំរឿងអាស្រ័យដល់ក្រុមហ៊ុនបែបនេះស្ដីបន្ទោសថាលោកមើលមនុស្សខុសគ្រប់គ្រងមិនបានល្អដល់ហត់ដំណើរជាអគ្គនាយកលោកដែរទេ អូឡោះ ឆាប់ទៅមកនាំទៅមន្ទីរពេទ្យអគ្គនាយកណាចេញតាសម្រួលមិនបានជួយដំណើរទេ ខ្ញុំអាយុប្រហែលទេគាត់អាយុ18ឆ្នាំ អ្នកទាំងអស់គ្នាមិននេះគ្រាន់តែបានឃើញរឿងតែប៉ុណ្ណោះខ្ញុំមកទីនេះគឺដើម្បីដឹកនាំផ្នែកអាជីវកម្មឈានមុខគេឆ្ពោះទៅការវិលលោកទីផ្សារអន្តរជាតិឲ្យស្គាល់ក្រែម៉ាក់កំពូលអនុប្រធានសាមកខ្ញុំទៅផ្នែកស្រាវជ្រាវអភិវឌ្ឍរោងចក្រផលិតសិនប្រធានមីនតំណាងបងទៀតក៏ហៅបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនទៅបន្ទប់ប្រជុំយ៉ាងអគ្គនាយកណាទៅ បងស្រីខ្ញុំទៅមិនចេញហើយគួរធ្វើមិនទៅ ហើយចាក៏បារម្ភចាំទៅធ្វើការឲ្យបងថ្លៃអញក៏បានលោកនេះយើងមិនអាចឲ្យរឿងនេះទៅចាំបានទេយើងត្រូវតែប្រមាក់អាក្មេងនោះវាថាធំពីពេកចាំមើលលើកនេះម៉ាក់នៅមិនលេះលោកមើលកាន់ជើងទៀតតែទី អាកូនកាត់ទៅយូរនិយាយទៅបើសិនជាមករឿងនេះគាត់ក៏ហាក់ជាអាចរកដំណើរការនយោបាយថាបាទ ហើយចាំអបរខ្ញុំត្រូវវាបាយទៅទីហើយនៅមួយទៀតហើយបង អាឡអត់នឹងតែវាចង់រូបដៃនៅក្នុងចំនួនរបស់គ្រួសារណាតើមែនទេដូច្នេះបងនឹងគិតសង្កត់គ្រប់ចំនួនដែលវាបានរកស៊ីឲ្យវាខាត់លុយនៅក្នុងមុខចំនួនជ្រេមបានដល់បន្ទាប់មករំលាយជាមួយនឹងម្ចាស់ជាអូនផ្សេងទីតាមគេសម្បត្តិនេះមើលមកអាចការពារវាបានទៀតតែទី រូបមន្តដំណើរការផលិតក្រែមសងចាក់ខៅខំរីកចម្រើនខ្ញុំបានបកគោលវាឲ្យផ្សាយជឿនអភិវឌ្ឍលើផលិតកម្មហើយហាត់លោកវិស័យកំងម៉ាក់ធ្វើនៅឆ្នាំពិសេសរៀបចំឲ្យដែរចំនួនមានកំណត់សម្រាប់លើទី1 300ដើមត្រូវត្រួតពិនិត្យការងារអត់ចំផ្ទាល់ម៉ាក់ធម្មតាក៏គួរតែឆាប់ចេញតាមផលិតដែរ អាយុណាទៅម៉ាក់ធម្មតានិងម៉ាក់ពិសេសសាំងលោកខ្ញុំកំណត់តម្លៃបែបនេះដែរ ម៉ាក់ធម្មតា100000ម៉ាក់ពិសេស3.5លានអាមែន 3លាន5អ្នកណាហ៊ានចំណាយ3លាន5មកទិញការងារមកដើមលោកអាយុទៅខ្ញុំនៅផ្នែកវិស័យទីផ្សារនេះឆ្នាំហើយស្គាល់ទីផ្សារច្បាស់ណាស់លោកគួរតែស្ដាប់ដំបូងមានមនុស្សចាស់ឆ្លៃតាមការដំណាក់ពិសេសគឺខ្ពស់ណាស់បើមិនជាលោកមិនចឹងក្រុមហ៊ុនស្ថិតនៅក្នុងគោលចំហមួយខាត់ឡង លោកគ្នាគ្រាន់តែគាត់តាមមកវិញចាំនិយាយទៅបើមានការខាត់បងដោយសារតែការលោកមិនល្អចិត្តទទួលគាត់តែម្នាក់ឯងនឹងមិនដកមកខាត់ពីអ្នកគ្រប់គ្នាទេបើលោកបានល្អប្រាក់រង្វាន់របស់គ្រប់គ្នានឹងបានការឡើងទៀតដងតែការនិយាយបានទៅមានទំនុកចិត្តដូចនេះល្អ លោកគេថាការគឺនឹងសុខសប្បាយគាត់មានតែអស់គ្នាទៅធ្វើការរៀនខ្លួនរកទៅក្រែមៀបមាត់មកដាក់3លាន5មានគេហ៊ានទិញដែរហេភាពក្រីក្រកំណត់ការសមត្ថភាពរបស់មនុស្ស យកគំរូក្រែមពិសេសទៅជប់ជាតិមួយខ្ញុំ អ្នករកណានហ្វិនថ្ងៃនេះទំនេរមានពេលញ៉ាំតែ នៅនេះសង្កន់ហើយមានការគ្រប់គ្រងពីចំណុចរបស់ខ្ញុំជប់បានកម្មអាជីវកម្មក្រែមមាត់មកលោករបស់គ្រួសារណាន នៅក្មេងតែមានមុខរបរខ្លួនគឺពិតជាអស្ចារ្យខ្លាំងណាស់សាំងៀបមាត់របស់គ្រួសារណានឈ្មោះណានអ៊ីនត្រៃទេតម្លៃចាប់ពី5000ទៅ6000ខ្ញុំទិញគ្រប់មុខទាំងអស់ទីទាំង សម្រាប់បង្កើតម៉ាកយីហោថ្មីដែលមានឈ្មោះថាក្រែមសជារីជប៉ុនណានព្រឹកនេះទៅតែផលិតវគ្គដំបូងមនុស្សដំបូងដែលខ្ញុំចង់ជួយនោះគឺអ្នកនេះស្អាត អូស្អាតខ្លាំងណាស់យកដល់ជូនវាដល់ខ្ញុំមែនទេគ្រាន់តែមើលប្រអប់ក៏យល់ថាផលិតបាត់ទៅហើយ នេះគឺជាក្រែមសជារីជប៉ុនណានម៉ាកពិសេសផលិតមានចំនួននិងកំណត់ទាំងការវេចខ្ចប់និងរូបរាងគឺយកទៅតាមប្រអប់គ្រឿងអលង្ការរបស់ប្រេនម្ចាស់នៃរីជប៉ុនណាន សបកមៀតតាមត្បូងពេជ្រស្អាតណាស់បងនេះស្អាតឆាតមើលទៅខ្លាចខ្លោតាក់ទាញបានហើយក្លិនក៏ក្រអូបខ្លាំងដែរ ក្រែមសជារីជប៉ុនណានមានប្រែពណ៌ទៅតាមពេលតាមពន្លឺនិងសំណាងខ្យល់ប៉ុន្តែគ្រប់ពណ៌គឺលុយឆាញ់ណាស់ទាំងអស់នេះគឺជាចំណុចពិសេសរបស់ក្រែមម្ដងនេះ ក្រែមៀបមាត់ដែលល្អបែបនេះអ្នកប្រុសមានកម្រងលក់បែបនេះ ម៉ាក់ធម្មតា100000ម៉ាក់ពិសេសតម្លៃលក់ចាប់ពី3.5លាន មកដាក់3លាន5អ្នកប្រុសបែរជាហ៊ានជូនកាដូជាក្រែមៀបមាត់ដែលមានតម្លៃបែបនេះមកឲ្យខ្ញុំ បើធៀបនឹងកាដូកុយសញីឈ្មោលម៉ែលោកតាសៀងគាត់ជូនខ្ញុំលើកមុនក្រែមលក់មាត់នេះគឺជាអ្វីទៅស្រឡាញ់ទេ ពិតជាស្រឡាញ់ខ្លាំងណាស់កាដូណានជូនបងមួយនេះណាគឺបងស្រឡាញ់ជាទីបំផុត ក្រែមសងចាក់តាមឡៃត្រូវបានបង្កើតឡើងដោយសារតែអគ្គមហាសេដ្ឋីតដៃខ្ញុំបានធ្វើវាជាមួយគាត់តែសាក់រាប់ពាន់ដងតែផលិតក្រែមអស្ចារ្យនេះឡើងរហូតដល់ខ្ញុំដំណើរការអាជីវកម្មល្អខ្ញុំនឹងបកគោលវាទៅឲ្យគ្រួសារសាងគាត់នាង
លោកយាយនេះជាគំនូរក្រែមសងចាំងម៉ាក់ពិសេសផលិតវគ្គដំបូងខ្ញុំបានទុកមួយប្រអប់ជាពិសេសសម្រាប់លោកយាយ ស្អាតណាស់ចៅពិតជាស្អាតណាស់ចៅមានទឹកចិត្តមែនផលិតផលវគ្គដំបូងរៀបចំស្អាតយ៉ាងនេះ ផលិតផលវគ្គដំបូងក្រុមសម្ពុតលក់ដាក់តាមអនឡាញនៅខាងក្រៅក្នុងពេលដំណើរគ្នានៅជុំនេះសិនតែសិក្សាព័ត៌មាននៅកន្លែងផ្ទាល់ខ្ញុំជ្រើសរើសធ្វើនៅទីលានក្រុមហ៊ុនណាំក្រុមតែម៉ាក់ពិសេស300ដើមនិងម៉ាក់ធម្មតា1000ដើម ល្អនិយាយជូនពរឲ្យចៅជោគជ័យនៅក្នុងសមរភូមិលោកយាយអ្នកប្រតូចមានការបន្តកើតឡើងហើយនិយាយមួយមានរឿងអីមិនញ៉ាក់យកណាប្រកាសនៅលើអ្នកនេះវយពប្រកាសជាទៅការថាក្រុមហ៊ុនណាំក្រុមចាប់តាមផលិតម៉ាក់ណាត់អ៊ីនសាថ្មីទីតាំងរបស់ក្រុមណាំតូចដែរថាម៉េច ម៉ាក់ណានអ៊ីនក៏ដាក់ដើម្បី100000ដែរឬមួយក៏ចង់ឲ្យម៉ាក់ជាហៅរបស់គាត់ទៀតសង្កត់ម៉ាក់សងចាំងឬចំណានឆ្នាំទៅ ចំសៀបខួរក្បាលសាក់លៀមមែនមិនជាប្រកួតប្រជែងនឹងកងគ្រួថៃយ៉ាងនេះ លោកយាយកំខឹងហើយពួកគាត់ចង់ប្រយុទ្ធជិះកបដប្រយុទ្ធអគ្គនាយកណានធំកំពុងស្អីជ្រើសរើសបើដំណើរការផលិតផលប្រកួតប្រជែងនៅថ្ងៃតែមួយជាមួយយើងនេះច្បាស់ណាស់ថាគឺចង់គេសម្បត្តិនេះហើយយ៉ាងនេះគឺបន្ថែមមកពីរឿងចៅសានកាពីលើកមុនអាចមកពីរឿងនេះគឺធ្វើឲ្យតាកូនច្បាស់គ្នាសួស្ដីលោកអគ្គនាយកទៅហើយអីទៅមកទាំងអស់គ្នាថ្ងៃនេះមកស្អាតម្ល៉េះលោកអគ្គនាយកណាទៅឬបើរបស់លោកសាទីម៉ាក់ណានអ៊ីនតើលោកបានបង្ហាញមែនទេខ្ញុំបានហើយដូច្នេះម៉ាក់របស់យើងមិនត្រូវតែប្រកួតប្រជែងជាមួយនឹងម៉ាក់អន្តរជាតិប៉ុណ្ណោះទេយើងក៏ត្រូវប្រកួតប្រជែងជាមួយនឹងម៉ាក់ជាហៅតខ្លួនរបស់គ្រួសារណានយើងដែរទាំងអស់គ្នាមានចំណុចចិត្តដែរទេអគ្គនាយកណាទៅខ្ញុំនៅតែមិនទាន់ជឿជាក់លើខ្លួនឯងថាគួរធ្វើបែបណាក្នុងការចង់បានក្រែមមួយដើមតម្លៃ3លាន5យកមកតម្លាក់ទេលោកអគ្គនាយកណាទៅអ្នកនាងហ្វូមកដល់ហើយអ្នកនាងហ្វូអីអ្នកនាងហ្វូហេតុអីចេញមកបានពួកខ្ញុំកំពុងប្រជុំពេកក្នុងអ្នកនាងអាចរំចាំបន្តិចបានទេលោកគិតគាត់គ្រួសារណានទៅត្រូវឃើញទៅទេសួស្ដីអ្នកនាងហ្វូអ្នកប្រគ្រួសារហ្វូគ្រួសារណានគ្រួសារសាំងគន់គ្រួសារកុងសិនជាគ្រួសារធំទាំង4នៅពីហាងបងស្រីជាមានរឿងអីយើងមិនជាមិនបានពីអ្នកធំទេខ្ញុំមិនដឹងទេសួស្ដីអ្នកនាងហ្វូមានការអ្វីដែរអត់អិនគ្រួសារហ្វូយើងនិងគ្រួសារណានមានតំណែងគ្នាល្អគាត់ដែរក្រែមនេះមកស្អាតដូចនេះសម្អាតអីសាំងគន់មានប៉ុន្តែខ្ញុំគ្មានអ្នកនាងហ្វូស្ទុំមកសួរចម្បាច់ដល់ទីនេះព្រោះរឿងនេះមែនទេ ព្រឹកមិញខ្ញុំឃើញចេញវត្តបង្ហោះក្រែមពីមាត់សងចាំងរាជវង្សណានខ្ញុំសួរនាងទៅនៅឯណានាងថាមិនមែនជារបស់សម្រាប់លក់ដោយសារតែពួកអ្នកមិនតាន់ចេញលក់ជាផ្លូវការដូច្នេះខ្ញុំមិនទិញតោះបងប្អូនណានលក់បងតាមមើលសាំងកូនចេញវត្តមានបងក៏ត្រូវមានដែរថាម៉េចត្រូវតែទិញតោះមិនអាចឲ្យបងអត់ទេគេនេះពួកបើនាងអាចបង្ហោះផ្សព្វផ្សាយក្នុងទំព័រមិត្តខ្ញុំធានាថានាងនឹងខ្លាចជាមនុស្សដំបូងដែលទទួលបានក្រែមពីមាត់សងចាំងរាជវង្សណានដែលខ្ញុំចេញលក់ប្រចាំឆ្នាំនេះល្អខ្ញុំជាស្អែកបងហើយប៉ុន្តែនិយាយគ្នាហើយណាផលិតផលមានចំនួនកំណត់តែចេញលក់ឆ្នាំក្រោយខ្ញុំត្រូវទទួលបានមុនគេអូការប្រដៅណានឲ្យកាន់គំរូទៅអ្នកនាងសាំងកូនក៏ព្រោះតែចង់ឲ្យផលិតផលរីករាលដាលជាមុនសិនមិននេះថាគឺជាការទាក់ទាញប្រយោជន៍ពីស្ត្រីដែលចូលចិត្តប្រើរបស់ថ្លៃៗ brand ឥឡូវដើម្បីឲ្យចំណាយគ្នាឲ្យអស់ចាំណាស់គេនឹងចំណានធំដើម្បីគៀបយើងឲ្យការរចនាលក្ខណៈនៃរាងការចំណាយលើការផ្សព្វផ្សាយប្រចាំយើងគាត់ច្បាស់ជាកដាថាយើងមិនបាត់បង់វិសេសសម្រាប់ការផ្សព្វផ្សាយប្រចាំទេក៏មានកូនស្រីអ្នកមានរកពូចិត្តតតដែរយើងធ្វើតាមការក្រុមជុំម៉ាក់ណានអ៊ីនជួយថាទេគ្រប់គ្នាមានទំនុកចិត្តទេឥឡូវនេះមានអ្នកយកទៅដឹកមកពួកយើងមានទំនុកចិត្តនេះ អ្នកទាំងអស់គ្នាផលិតផលថ្មីរបស់យើងម៉ាណានអ៊ីនការមកជិះទិញនៅជុំនេះមានសារៈសំខាន់ណាស់ណាជាខ្ញុំមិនអាចគេនោះទេខ្ញុំមិនជឿថាត្រូវការផ្សព្វផ្សាយដល់លើរបស់ក្រុមហ៊ុនណានគ្រប់របស់យើងនៅតែមិនអាចជួយឆ្នះសាំងចាំងថៃរបស់ណានសន្តិណែក្រៃក្រែមសាំងចាំងថៃក៏នៅតាមក្រុមហ៊ុនណានគ្រប់តែអគ្គនាយកណានមិនក៏ប្រជែងជាមួយគ្នាវិញណែខ្ញុំឆាប់មកទៅអគ្គនាយកណានមិនចូលចិត្តកូនប្រុសរបស់គាត់នោះទេចង់ទាញយកចាប់ពីឱកាសនេះដើម្បីបានចូលប្រុសរបស់គាត់ទីទៀតជិតដល់មកហើយប្រទេសទាំងអស់គ្នាតាមខ្ញុំទៅផ្សារត្រឹមទទួលអតិថិជនរបស់ពួកយើងនៅយប់នេះហើយបាច់ពួកគាត់នៅទីនេះ ប៉ាចេញលោកក្រែមមានមាត់ថ្មីចឹងទាំងពីរអ្នកគឺចង់មកគ្រប់គ្រងហើយពួកកូនចង់មើលថាពេលណានពងមានតែអាម៉ាស់តែធ្វើទឹកមុខបែបមិញតុងគាត់មិនច្បាស់ហើយគ្រួសារណានពុកអាចទៅលើម៉ាក់ជាហៅក្រែមសងជាហៅឆ្ពោះទៅទីផ្សារបណ្ឌិតរបស់កំពុងលោកដើម្បីគ្រប់គ្រងគេចង់បាច់ជាមកប្រជែងម៉ាក់គ្នាឯងមិនគិតពីផលប្រយោជន៍គ្រួសារទាំងស្រុងខ្ញុំមិនស័ក្តិសមធ្វើជានាយករដ្ឋបាលក្រុមហ៊ុនទេអត់មានប្រយោជន៍ទេក្នុងការជជែកទោះបីជាជីដូនរបស់ឯងឆ្លាញ់ឯងខ្លះប៉ុន្តែមិនចាប់ខ្ញុំត្រូវលើសមត្ថភាពដូចជាស្ដេចអីអលអិនថ្ងៃនេះយើងមកទីនេះជាពិសេសដើម្បីសាច់របស់ឯងខ្ញុំចង់ឃើញមនុស្សម្នាក់ណាសុខចិត្តចំណាយ3.5លានដើម្បីទិញការលាបមាត់ឲ្យមួយដើមនេះទេមិនមកពីសុខស្អាតជាអ្នកស្អាតហើយតែចេះធ្វើចំនួនស្អីបងទាំងពីរចាំមើលបងស្រីគេចាស់មុខដល់ពេលនោះកុំយកឲ្យបងផឹង បានហើយពេលវេលាមកដល់ហើយកុំចាំបានការជាមួយវាចាំមើលពេលគេក្រែមមួយដើមគាត់ណាយកបានគេដោះស្រាយយ៉ាងម៉េច សិនចាស់ល្ងជាមួយគ្មានល្ងពីរនាក់ពួកអ្នកសមនឹងធ្វើជាគូប្រជែងរបស់ខ្ញុំទេ ណែដល់ណាទៅបានក្រែមសាំងចាំងថៃមកផ្សេងហើយ ល្អណាស់អីថងអីទី2ក៏ចោលខ្ញុំមិនបានតែអាចដែរតែមកបីដើម ណែករណីមួយកំណត់ឲ្យទីបានតែមួយទេ ស្អីគេដំបូងខ្ញុំមិនចង់ទៅខាងដើម្បីទិញរ៉ាប់ទេលើកនេះខ្ញុំត្រូវត្រៀមឡើងតែទីលានលក់របស់គ្រួសារណាសុំចេញមើលនេះគឺជាក្រែមម៉ាក់តែពួកយើងទៅចេញលក់សុំជើញអេមិនមែនទេហ្នឹងហើយអីគ្រាន់តែមើលឲ្យរៀបអីមិនទេប្រហែលមែន100000មិនថ្លៃទេរបស់ល្អឲ្យថោកទៀតនេះហើយអីមើលទៅមកគ្មានមនុស្សសំបីតែម្នាក់ផង ករណីណាផងយ៉ាងម៉េចហើយនេះយកណាខ្ញុំមិនគប់ប្រចាំមិនតាមទេមកពិសេសនៅតែ300ដើមដល់តែហើយយ៉ាងម៉េចយើងគិតណាគាត់តែជាមនុស្សឈួតទើបបានទិញក្រែមពីឲ្យចុះទៅនៅលក់ក្រែមរបស់យើងលក់បាន5ឈុតហើយទើបតែ5ឈុតទេតែ5ឈុតក៏ល្អជាងកូនមុខបានសូនតែកូននិយាយទៅអូមនុស្សជាអ្នកហ្វូអ៊ីនឈូគ្រួសារហ្វូ ណែនេះហ្វូច្បាស់ជាមកទិញក្រែមខ្លាចជើងហើយនៅឈុតណាទៅស្វាគមន៍គាត់ទៅហេកន្លែងនេះមិនក៏ដាក់ខុសខ្លាចជើង សឹងណាហ្វុងអាចធ្វើអីនឹងចេះរកស៊ីឬអត់អូអ្នកនាងខំតកូលហ្វូជួយជាមួយអាក្មេងនឹងធ្វើអីតែហ្វូខាងខ្លាំងម្លេះតែហ្វុងអាចធ្វើរឿងស្អីឲ្យអ្នកនាងខំមិនក្បាច់ចិនបញ្ញាសុំទៅទេម៉ានអីវ៉ៃអ្នកនាងថាហ្វូអូនប្រុសខ្ញុំនៅក្មេងពេកមិនតាន់យកប្រការរកស៊ីបើមានអ្វីមិនសមរម្យសុំក៏ប្រកាន់អីមិនមែនមិនចេះរកស៊ីទេតែទទួលចង់ដាក់កំហិតលើការទិញនៅលើគេហទំព័រផ្លូវការកំណើល្អឥតចាប់បំផុតមួយប៉ុណ្ណោះពួកខ្ញុំទៅមហាដតយកខ្ញុំទៅចុចមកអីគេស្អីគេអ្នកនាងថាហ្វូមើលក្រែមលាបមាត់ណានអ៊ីនរបស់យើងទៅក៏ល្អណាស់ដែរតែ100000ក្នុងមួយដើមចង់មើលដែរទេ100000ក្រែមលាបមាត់100000ស័ក្តិសមនឹងខ្ញុំដែរទេបងស្រីធំបងស្រីទី2មកការប្រកួតប្រជែងអ្នកទាំងពីរលេចមុខនៅកន្លែងខ្ញុំមិនសមរម្យទេអាចកុំស្បែកចិត្តទេខ្ញុំមិនចូលចិត្តបងប្អូនគ្រួសារតកូនណានតែពីរនាក់នេះទេល្ងងស្លាប់ហើយតែបងប្អូនណានអញក៏ចាប់បានជាងគេ
ឈីលន់ខ្ញុំក៏ដំណើរបានដែរពេលនេះឯងគ្មានអ្វីត្រូវមកអួតខ្ញុំទេ ខ្ញុំមិនដូចអញទេឈុតរបស់ខ្ញុំគឺបងប្រុសណានហ្វឹងជាអ្នកជូនមិនអាចប្រៀបធៀប មិនអត់ចាទេតែរបស់ខ្ញុំនេះគឺការគ្រប់គ្រងអាជីវកម្មបងប្រុសណានបងប្រុសណានពួកសន្យាជាមួយខ្ញុំហើយចុះពិសេសឆ្នាំក្រោយខ្ញុំនឹងបានមុនគេដល់ពេលនោះចាំមកខ្ញុំឲ្យចំណេញម្ដង អ្នកនេះធំហ្វូអ៊ីនឈូទិញឈុតដំណើរដ៏ល្អខ្ចោះតែម្ដងចំណាយ10លានទិញក្រែមរៀបមក3តើមើលទៅនោះគឺជាអ្នកនេះតកឆឹងហើយនោះគឺជាអ្នកនេះតកអូអ្នកនេះតកបានខ្មៅដែរពេលកាលទៅហើយបានជាអ្នកនេះតកនេះមកខាងលោកក្រែមរបស់ណាផងទៅវិញ លេខ1លេខ2ខ្ញុំយកទាំងអង្គចាប់បានហើយជារបស់អ្នកនាងអរគុណអរគុណចាអានេះចាសំជើងអរគុណចាខាងមកមនុស្សច្រើនណាស់ឃើញនៅក្នុងក្រុមហើយតម្លៃ350,000ថ្លៃណាស់យើងតែអាចឈុតធម្មតាទៅបានហើយអ្នកនាងតកូលហ្វូតកូលសាំងកនទិញសត្វតាឈុតល្អឥតខ្ចង់បើពួកយើងមិនទិញតាមគាត់ទេតែពួកយើងអាចចូលរង្វង់ពួកគាត់បានដែរឬក៏អត់ ខ្ញុំទូរស័ព្ទទៅបងថតលេខមួយភ្លាមឥឡូវបងអូនចាប់ផ្ដើមទិញឈុតក្រែមលេខ1នៅនេះសាំងគាត់អរគុណអ្នកនាងមកជួយផ្សព្វផ្សាយ ខ្ញុំមិនបានធ្វើអីទេគ្រាន់តែបង្ហោះចូលក្នុងវិឆាថតរូបពី3ស្លាបដាក់ក្នុងរូបឲ្យមិត្តភក្តិមែនលោកម្ចាស់តូចតែរបស់លោកម្ចាស់តូចដើមមកហើយ ខ្ញុំថាពួកអ្នកនេះមានបញ្ហាហើយចំណាយលុយ350លានដើម្បីទិញក្រែមមួយដើមលុយច្រើនពេកតែម្ដងហើយ លោកពូណែនហើយគាត់លោកពូនិយាយបែបហ្នឹង ណានឆាសងជាងនេះគឺជាម៉ាក់ថ្មីដែលគ្មានឈ្មោះល្បីមិនអាចប្រៀបធៀបនឹងណានអ៊ីរបស់យើងបាន ពួកនាងឈួតហើយណានហ្វឹងគេទុកពួកនាងជាជាងតាមហើយកាត់យកមកលក់សមនឹងណា ខ្ញុំថារបស់ខ្ញុំទិញជាងកា ណានឆាយសួងជាងក៏មានឈុតធម្មតាដែរតម្លៃដូចណានអ៊ីនពួកលោកអញ្ចឹងគឺ100000ពួកលោកឲ្យទៅតុងនេះខ្ញុំទិញឆាយសួងមិនទិញណានអ៊ីនពួកលោកទេយកឈុតធម្មតាពីឈុន ពួកនេះតែទីពួកនេះមិនដឹងខ្លួនមានតែមនុស្សល្ងងទេតែទិញរបស់ណានឆាសងជាង អ្នកនេះទាំងអស់គ្នាកូនស្រីរបស់ខ្ញុំទៅពីនេះមកចេញនិយាយស្ដីសូមអធិស្ឋានផងពួកនាងសត្វតែជាកូនស្រីរបស់អភិជនគួរតែជ្រើសរើសរបស់ល្អដូចជាម៉ាក់ណានអ៊ីនរបស់ពួកយើងទិញណានឆៅសងជាងឬកាត់បន្ថយឋានៈរបស់ខ្លួនឯងហើយ លោកម្ចាស់តកូនណានក៏ជាចិននិយាយមែនបងប្អូនលោកម្ចាស់តកូនណានមានន័យថាពួកយើងដែលទិញណានឆាសងជាងគឺជាមនុស្សឋានៈទាប ខ្ញុំមិនបាននិយាយបែបនោះទេ ម៉ាក់ណានអ៊ីនរបស់ពួកលោកពងពោះពេកហើយពួកយើងមិនស័ក្តិសមទេ តែគឺពួកយើងដែលទិញណានឆាយសួងជាងគឺជាមនុស្សល្ងងពួកយើងមិនស័ក្តិសមធ្វើជាមិត្តមួយកូនស្រីទាំងពីររបស់លោកអសានឆ្លាតនោះទេហើយខ្ញុំនឹងតពួកយើងចេញពីក្រុមអភិជនឥឡូវនេះ ស្អីគេកុំអី អ្នកគ្រប់គ្រងលាវប្រធានណានហើយបានជាចឹងមានកាលទៅមិននេះប្រព័ន្ធពាំងខ្ញុំមកហ្វ្រេសនៅទៀតតបរបស់ពួកគេនៅពេលនេះគឺអានេះទៅហើយស្អីគេលោកអស់លឿនយ៉ាងនេះម្យ៉ាងទៀតឈុតដំណើររបស់ពួកគេក៏លោកដាច់ដែរឲ្យចុះរបស់យើងវិញនៅ5ឈុតដដែលថ្លៃផ្សាយពាណិជ្ជកម្មលើកនេះយើងចំណាយអស់រាប់សិបលានហេតុអីបានជ្រុំមិនដាច់ហេតុអីទៅប្រធានណានឆាប់ហើយឡើងទៅបោ លោកយាយចាំមិនអាចធ្វើកុយគេឈ្មោះទេក្រែមលេខមកឈុតដំបងឈុតធម្មតាឈុតកំណែល្អឥតខ្ចោះចំណូលសរុបបាន11.80លានយួន ល្អចៅជាផ្កាយសំណាងរបស់ត្រកូលណានមែនលោកយាយអូនបានធ្វើឲ្យលោកប៉ាខាងបាត់ថ្នាក់ចូលមន្ទីរពេទ្យលោកយាយត្រូវដាក់ទោសគេឲ្យខ្លាំង ម៉ាក់ កូនអាកាតញូនិយាយមកការបង្កបញ្ហានេះធ្វើក្រុមហ៊ុនខាតប្រមាណ ម៉ាក់ផលិតផលនៅក្នុងឃ្លាំងនៅឡើយខ្ញុំលក់យឺតទៅមិនទៅខាត ចំណូលរបស់ហ្វុងមួយថ្ងៃគឺបាន1000លានយើងលើថាក្រែមលាបមាត់របស់ណានអ៊ីន5ដើមដែលលក់បានសិតតែអ្នកគ្រប់គ្រងផ្ទៃក្នុងឯងជួយទិញ1000លានជឿជាឯងធ្វើយើងខកចិត្តពេកហើយ ម៉ាជួយជាធ្វើបែបនេះក៏ដើម្បីអាជីវកម្មក្រុមហ៊ុនដើម្បីតកូនណានដែរបើមិនមែនណានហ្វុងប្រឆាំងនឹងបាគេទេការលក់ណានអ៊ីនក៏មិនអាក្រក់ដែរតែខ្ញុំបានឲ្យគាត់ប្រកាសណានអ៊ីនៅថ្ងៃទី1ទេដាក់ទីផលិតផលខ្លួនឯងខុសនៅបង្ករឿងជាមួយកូនស្រីអភិជនជាច្រើនអ្នកនៅកន្លែងលក់មិនបាច់ហើយនៅហ៊ានបន្ទោសខ្ញុំហ៎ម៉ាមុននឹងនិយាយអាចឆ្លងកាត់គូក្បាលសិនបានទេអាកូនអាកាប់ញូអានិយាយជាមួយម៉ែឯងបែបហ្នឹង បានហើយគុំគិតថាយើងល្ងងណានឆាសួងជាងជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការចូលទីផ្សាររំលឹកកំពូលពួកអញប្រាណានអ៊ីនមកបាញ់ទម្លាក់ឯងធ្វើដើម្បីអាជីវកម្មឬក៏ដើម្បីត្រកូលណានជាយាឯងដើម្បីប្រឆាំងនឹងកូនបង្កើតមិនខ្លាចខាត់ប្រយោជន៍ក្រុមហ៊ុនយើងគិតថាគំនិតពាណិជ្ជកម្មឯងនឹងស័ក្តិសមនៅតំណែងណាមួយហើយដូច្នេះឯងត្រូវចុះចេញពីតំណែងប្រធានក្រុមហ៊ុនទៅហើយរកការងារដែលស្រាលស្រាលនៅក្រុមហ៊ុនធ្វើបន្តទៀតត្រកូលណានមិនសួរនាំទៀតទេ ថាម៉េចម៉ាក់ដកដំណើរពីក្រុមហ៊ុនរបស់ខ្ញុំ ម៉ាមិនបានទេម៉ាមិនអាចធ្វើបែបហ្នឹងតែជាទេ ម៉ាក់ហេតុអីទៅ ហេតុអីហ៎គាត់ដល់ពេលនេះហើយមិនដឹងកំហុសខ្លួនឯងទៀតឯងធ្វើល្ងងប្រឆាំងនឹងអាជីវកម្មខ្លួនឯងយើងមិនអាចទុកចិត្តឲ្យឯងគ្រប់គ្រងត្រកូលណាន សម្ដីរបស់លោកយាយគឺគួរសមណាស់ទៅហើយចង់ឲ្យខ្ញុំបកប្រែទេមានន័យថាប៉ាមិនស័ក្តិសមនឹងតំណែងប្រធានក្រុមហ៊ុនណាន អញនិយាយស្អីយើងមិនស័ក្តិសមឯងស័ក្តិសម លោកយាយណានផងគាត់តែមានរូបមន្តការញឹកមាត់ហើយមានបុគ្គលិកជួយគេមានសមត្ថភាពប៉ុណ្ណាទៅបើឲ្យរូបមន្តនឹងមកខ្ញុំហើយឲ្យខ្ញុំជាអ្នកផលិតធ្វើអញ្ចឹងខ្ញុំក៏អាចរកចំណូលបាន1000លានដូចគេអញ្ចឹង ពិតជាល្ងងដែលគួរអស់សំណាញ់រូបមន្តនឹងបច្ចេកទេសរបស់សួងជាងចៅហុងខ្ញុំបានចុះបញ្ជីបតង់ហើយស្ថាប័នហិរញ្ញវត្ថុជំនាញវាតម្លៃ5000លានបងចង់បានរូបមន្តយក1000លានមកខ្ញុំអាចពិចារណាលក់ឲ្យបង ឯងយើងប្រកាសពីពេលនេះតទៅណានជាលែងកាន់តំណែងជាប្រធានក្រុមហ៊ុនណានទៀតហើយប្រធានក្រុមហ៊ុនថ្មីគឺណានហ្វឹង ម៉ាមិនបានទេណានហ្វុងទើបតែ6ឆ្នាំមិនអាចកាន់កាប់តំណែងប្រធានក្រុមហ៊ុនបាន យើងដឹងថាពួកឯងយករឿងអាយុមកនិយាយតែយើងបានជួលអ្នកគ្រប់គ្រងអាជីពមកជួយគេហើយមានបញ្ហាអីទៀតទេ ខ្ញុំលោកជង្គង់បងម៉ាក់មិនអាចធ្វើបែបនេះទេខ្ញុំក៏ជាកូនរបស់ម៉ាក់មិនក៏ម៉ាក់អាចធ្វើបែបនេះដាក់ខ្ញុំ យើងឲ្យឯងធ្វើការនៅក្រុមហ៊ុនជាការបង្ហាញទឹកចិត្តក្តីមេត្តាណាស់ទៅហើយបើឯងនៅនិយាយច្រើនទៀតឯងជឿឬអត់ថាយើងបញ្ជូនឯងទៅក្រុមហ៊ុនសាខាផ្សេងហ្វុងយើងនាំទៅមើលការយ៉ាងឯកណ្ដាលចំណែកឯងឲ្យពេល3ថ្ងៃរៀបចំសម្ភារៈក៏ខ្លួនយកចេញពីក្រុមហ៊ុនឲ្យអស់លោកប៉ាតំណែងប្រធានក្រុមហ៊ុនរបស់លោកប៉ាត្រូវដកហូតណានហ្វុងកាន់តែទទួលការពេញចិត្តហើយចុះខ្ញុំមានឱកាសធ្វើជាលោកម្ចាស់ត្រកូលណានទេប៉ា សើកុំមកដល់បើមិនអនុញ្ញាតឲ្យក្មេងព្រៃនោះវាសម្ដេចបំណងប្រាថ្នារបស់វាទេម្ចាស់តកូនណាមិនគឺជារបស់កូន កុំនិយាយកាន់កាប់ 50% របស់ក្រុមហ៊ុនណាននិយាយចង់ឲ្យចៅ 6% បន្ថែមបូកនឹង 9% របស់ចៅបែបនេះចៅចូលរួមជាក្រុមប្រឹក្សាពិបាលបានហើយចៅក៏មានសិទ្ធិកាន់តែច្រើននៅក្នុងក្រុមហ៊ុនណានដែរ លោកយាយខ្ញុំទៅតែ6ឆ្នាំកាន់កាប់ភាគហ៊ុនតកូនណាច្រើនម្លឹងនេះបានផ្ដល់សម្ពាធដែលខ្ញុំមិនគួរទទួលនៅអាយុនេះទេ បើយាយមិនគិតថាចៅនៅតូចខ្លាចចៅមានគ្រោះថ្នាក់ទេនិយាយប្រកបភាគហ៊ុនទៅឲ្យចៅបាត់ទៅហើយ
ខ្ញុំគាត់ពួកគេខ្ញុំនាំលោកព្រមចាំនៅប្រទេសទៅមកទៅចឹងទៅពួកឯងខាងនេះណាកំណត់តែបានដែរ ពួកឯងតាមយ៉ាងម៉េចពួកបានមនុស្សកាន់នឹងក្មេងពួកឯងនៅជាមនុស្សទេ មនុស្សចាអានេះក្មេងពួកយើងបានទទួលលុយហើយបានទៅពួកឯងជាមួយហើយទៅណែថាមើលឯងទូទាត់ចុងក្រោយ ឯងតែអ្នកណាបញ្ជុំមក ស្រីចំណាស់ចិត្តស្លាប់ទៅហើយដល់រឿងទាំងអស់នេះតើមានន័យអីទៅហ៎ លោកយាយភ័យខ្លាចដឹងថាមិនទៀងទាត់ជំងឺលាក់បាក់ដែលមានជំងឺក្នុងខ្លួនខ្លាចថានឹងរងឡើងដោយសារតែការបន្តិចអារម្មណ៍ លោកចាស់តូនសុខភាពទប់ទល់ជាមួយពួកវាចោះលោកចាស់នាំលោកយាយអញ្ចឹងទៅយើងទៅឯងហើយ ចាំមកធីថតក្រោយ លោកចាស់តូនបានថាម៉េច ម្ដងម្ចាស់ប្រាប់ឯងថតក្រោយមើលថាលោកយាយបានអត់ទេ អាយយោអាឡារ៉ាឯងនេះចង់ស្លាប់មកគេចាំជើគេទៅពេញដំណោះហែក ដេកដាំមែនយើងមិនដឹងលោកចាស់តូនគាត់ទៅប្រកាន់ហ្នឹងគាត់ប្រកាសជានេះទៅក្បាច់គុណអធិរាជឆ្នាំច្រើន នេះឯងໄວមើលពីចាពេក គ្រប់គ្នាលោកយាយយកឈឺហើយត្រូវបញ្ជូនទៅមន្ទីរបច្ចុប្បន្នទាន់ បងលើឯងក៏ថាមនុស្សដូចជាយើងអាចដឹងខ្លួនវិញ មិនមែនទេយើងមានន័យថាយកបញ្ញាពួកឯងចាំមកអស់គ្នាឡើយ អាក្មេងអត់គេការបែបនេះយើងទៅឃើញដល់បងទេណា បាច់គុណអធិរាជណាំឆៅក្បាច់មួយផ្នែកទៀត ពិតជាក្បាច់គុណអធិរាជឆ្នាំច្រើនលោកចាស់តូនលោកយាយមិនចាស់ស្លាប់ហើយ លោកយាយចាំបញ្ជូនលោកយាយទៅមន្ទីរពេទ្យ និយាយមកណាចាំជើពួកឯងខ្ញុំក៏ដឹងថាស្ត្រីម្នាក់នោះគឺស្គាល់ឈៀវអាយុប្រហែលជា40ឆ្នាំអត្តសញ្ញាណគេពិតប្រាកដខ្ញុំពិតជាមិនដឹងទេ ស្ត្រីតកូលស៊ីវណានស៊ីវខ្ញុំគ្រាន់តែជាក្មេង6ឆ្នាំឃើញឈៀងនៅអំពើហឹង្សាមិនបានពួកឯងតាមចិត្តចុះណានស៊ីវណានជីជារឿងនេះល្អបំផុតក៏ពាក់ព័ន្ធនឹងពួកឯងបើមិនអញ្ចឹងទេយើងប្រកាសជាថាពួកឯងជាដុំលោកចាស់តូន លោកយាយអ្នកណា លោកធានណាយកគាត់ចេញពីមន្ទីរពេទ្យហើយប្រាប់ថារកគ្រូពេទ្យទេវតាមើលវិញ គ្រូពេទ្យទេវតាលោកគាត់តែកាត់ញូឯងនៅមានមុខមកទៀត ណានហ្វិនឯងនាំលោកយាយចេញទៅក្រៅហើយលោកយាយក៏ទៅជាបែបនេះឯងធ្វើអីលើគាត់ ចាំវ៉ាន់ធីងមិនមែនប្រាប់ពួកគេទេតាមស្អីប្រាប់ថាពួកឯងជប់ចោលវាប្រហាប្រាប់ថាក្មេង6ឆ្នាំម្នាក់ទុកនៅប្របីនេះមានតែខ្មោចចិត្តតែជឿណានហ្វិនកុំគិតថានិយាយល្អតែតិចតិចរួចនោះ ទៅមកខាងទៅកុំលោកខាងលោកគ្រូពេទ្យចាប់ជាបាលលោកជ័យបងឯងលោកគ្រូពេទ្យចៅមករបស់ខ្ញុំយ៉ាងម៉េចហើយលោកស្រីមានចាការជំងឺកម្រព្យាបាលខ្ញុំដឹងវិធីព្យាបាលប៉ុន្តែឧបករណ៍នៅមន្ទីរពេទ្យពីហើយមិនទំនើបគ្រប់គ្រាន់ខ្ញុំស្នើឲ្យបញ្ជូនទៅព្យាបាលនៅបរទេសដើម្បីព្យាបាលចុះ អញធ្វើអីកុំឲ្យលោកយាយទៅ វ៉ៃរៀបចំយន្តហោះចូលព្រៀបរៀបចំបញ្ជូនលោកស្រីម្ចាស់ខ្ញុំបានបរទេស មិនបានចិត្តចោលលោកយាយខ្សោយត្រូវតែសង្គ្រោះបន្ទាន់ភ្លាមមិនអាចបងអង្គបានទេលោកមិនមែនគ្រូពេទ្យចឹងទេមិនបានជានៅពងផ្អែកលើឧបករណ៍ ខ្ញុំ ជា រៀន សា ជំនាញ ទេ ពេទ្យលោកខាងលិចគ្រាន់តែបានរៀនបច្ចេកទេសមកជួលចាក់របស់ពេទ្យយ៉ាងខ្លះមកជួលប្រាក់មិញនេះ ចំណុចយ៉ាងលេងឈួនបញ្ចេញជាពលខ្លាំងនិងថងទឹកមាត់ថែមទាំងអាចបំបត្តិការឈឺចាំខ្ញុំនិយាយទៅទេគ្រាន់តែជាមនុស្សគ្មានប្រយោជន៍ចិត្តតែខាខ្លួនឯងថាជាគ្រូពេទ្យទេបណ្ដាគ្រប់គ្នាចេញទៅជំងឺរបស់លោកយាយខ្ញុំជាអ្នកព្យាបាល មកដែរឯងហ៊ាននិយាយអួតអាងណានហ្វុងលោកគ្រូពេទ្យចៅគឺជាគ្រូពេទ្យល្បីនៅពេញហើយមិនកាយជាក្មេងហ៊ានសង្ស័យឯងអាយុប៉ុន្មានឯងយកពីជាពេទ្យដែរទេ ណាហ្វុងអាចបង្កបញ្ហាគួរតែមានកំណត់ហើយជឿគិតថាឯងមានការចងចាំល្អមើលម្ដងចាំអស់ឯងប្រហែលជាធ្លាប់ទៅទីស្ពើពេទ្យតែនៅចំពោះមុខគ្រូពេទ្យទេវតាឯងគ្មានតម្លៃទេបើលោកយាយមានរឿងអីដែលសារតែឯងបង្កបញ្ហាឯងទទួលខុសត្រូវទេ ណានហ្វិនអញនិយាយមិនអាចបញ្ជូនលោកយាយទៅបរទេសព្យាបាលតែឯងមកឯងឬក៏ឯងចង់ឲ្យលោកយាយឆាប់ស្លាប់ដើម្បីទទួលមរតក មកហ្នឹងណាហ្វុងឯងឈួតហើយខ្ញុំគ្មានពេលនិយាយអត់ចាច់មើលគ្រប់គ្នាទេធម្មតាគ្រប់គ្នាចង់ប្រឆាំងខ្ញុំចាំមិនក៏បានប៉ុន្តែលើនេះតែទៅនឹងជីវិតរបស់លោកយាយខ្ញុំមិនគួរសមជាមួយគ្រប់គ្នាទៀតទេអ្នកណាហ៊ានរារាំងខ្ញុំជាបាច់ជាមួយលោកយាយកុំបន្ទោសថាខ្ញុំមិនគួរសមជាមួយគ្រប់គ្នាជុំយកប្រាក់ខ្ញុំឥឡូវនេះលោកអាចចេញតែបានហើយ អ្នកលោកចាក់ណានខ្ញុំសូមប្រកាសជាមុនណាបើលោកស្រីម្ចាស់ត្រូវក្មេងនេះព្យាបាលស្លាប់ខ្ញុំមិនទទួលខុសត្រូវទេ អញធ្វើអីមិនអាចតាមលោកយាយទេ អាសាប់នេះឆានឯងធ្វើអីខ្ញុំពុំមានឯងជាលើកចុងក្រោយហ៊ានរារាំងខ្ញុំទៀតខ្ញុំមិនវាយអញស្នាចង់បាត់ធីខ្ញុំត្រូវចាំជួយឲ្យលោកយាយមិនអាចនេះតាមខានទេចាប់ពីពេលនេះតទៅអ្នកណាហ៊ាននិយាយត្រូវតែកំភ្លៀងម្ចាស់តកូនណាក៏មិនលើកលែងដែរ លោកចាស់តើ ឯងជាកូនតែកាត់ញូលោកជ័យរបស់ឯងស្រឡាញ់ឯងខ្លាំងណាស់ឯងបែរជាពុនពោសម្រាប់គាត់ពួកស្អីយើងគឺជាម្ចាស់កូនណានេះបាច់ជឿ នេះជាមនុស្សឋានៈទីមហ៊ានតែលោកបារបស់យើងផង លោកចាស់សុខស្អាតហើយហ៊ាននិយាយហ៊ានតមាត់គឺឲ្យខ្ញុំផ្ទះគ្រប់គ្នា មិនសោះហើយផលអញគ្រាន់តែជាឆ្កែគ្រួសារយើងចិញ្ចឹមជឿទៅម្ចាស់ផងហ៎ អ្នកជួយខ្ញុំគឺជាលោកយាយម្ចាស់ខ្ញុំតកូនណាទាំងមូលគឺស្អាតតែលោកយាយម្ចាស់និងលោកចាស់ទៅទេខ្ញុំមិនស្ងៀមបំតែខ្ញុំមួយបើមកគឺលែងស្ងៀមហើយ ហើយលោកស្រីម្ចាស់ដូចជាដឹងខ្លួនហើយស្អីគេ ទេស្អីគេ លោកយាយ លោកយាយម៉ាអញគាត់លោកយាយស្រេចអីខ្លងស្លាប់ហើយយើងមិនទាន់ស្លាប់ទេលោកយាយមានអារម្មណ៍យ៉ាងម៉េចដែរ បានគូច្រើនហើយជាក់ឈាមអាក្រក់ចេញមកមានអារម្មណ៍ថាធូរស្រាលហ្វុងតែជួយយាយហ៎ លោកម្ចាស់កូនណានជំងឺរបស់លោកស្រីម្ចាស់ពិតជាព្យាបាលបានហើយគ្រាន់តែមើលថែម្ដងកន្លះខែទេសុខភាពនឹងជាសះស្បើយហើយលោកម្ចាស់តូចណានពិតជាមានទេពកោសល្យពីកំណើតមែនណា អត់ទេអាក្មេងណានហ្វុងនេះបាច់អាចជំនាញពេទ្យ មកពិតជាមិនដែរទេ យ៉ាងម៉េចយើងមិនស្លាប់ធ្វើឲ្យពួកឯងខកចិត្តហ៎ មកនេះចេញអីនឹងមកមិនអីពួកខ្ញុំច្បាស់ជាស្ម័គ្រចិត្តហើយ លោកយាយមិនកាត់អីគឺល្អណាស់បានហើយមនុស្សឈរពាត់ចិត្តធ្វើឲ្យយើងថប់ខ្ចល់ណាស់ពួកឯងចេញទៅចោះឲ្យហ្វុងនៅគឺបានហើយ ម៉ាឲ្យសៀវនៅមួយថៃម៉ាក់ទៅឯងចេញតែខ្លួនឯងឬឲ្យខ្ញុំអូឯងចេញ មកសម្រាប់ឲ្យល្អពួកយើងទៅមិនសិនហើយ សត្វនេះរឆានណានហ្វុងនេះកាន់តែទទួលបានការពេញចិត្តពីម៉ាក់ក៏កាន់តែបន្ទុកជើងនៅក្នុងភ្នែក ឯងណាលោកម្ចាស់តាមណាសកម្មភាពលោកស្រីម្ចាស់នឹងណាផងបានល្អយើងចង់នៅពីសកម្មភាពរបស់ពួកគេបាទ លោកយាយរឿងវិបហាគឺដំណងមករកខ្ញុំទេគឺចៅបាននាំគ្រូឲ្យលោកយាយហើយ សង្ស័យមនុស្សក្នុងគ្រួសារហ៎កូនប្រុសយាយអត់ប្រយោជន៍ឯក្មេង3នាក់នោះគេមិនក្លាហានធ្វើទេ លោកយាយរឿងនេះទុកឲ្យចៅជាអ្នកសង្កេតទៅចុះក្នុងពេលដែលគេចាប់ដើមហើយ
ចាំមិនអាចនៅស្ងៀមបានឡើយត្រូវតែចាប់អាប់ដែរ phongប្រាប់យាយបានទីចៅជាអ្នកណាឲ្យប្រកាស លោកយាយហេតុអីលោកយាយសួរបែបនេះ ចៅនៅក្មេងចេះភាសាណានជើចេះពិនិត្យគ្រឿងអលង្ការមានរូបមន្តសងជាងថៅហងបែបបុរាណទៀតមានជំនាញពេទ្យដ៏អស្ចារ្យយ៉ាងនេះទៀតហើយបានថាភាពឆ្លាតនោះគឺលើសលប់ហើយមានទេពកោសល្យពីកំណើតតែក្បាច់ណានឆៅទីឈួនដែលចៅវាយយាយធ្លាប់ឃើញលោកតារបស់ចៅវាយកាលពីក្មេងឪពុករបស់យាយក៏ជាតាទួតរបស់ចៅគាត់ខ្សោយតាំងពីក្មេងមិនបានហាត់រៀនទេ លោកយាយ កំប្រាប់ថាបានឃើញនៅក្នុងសភៅបុរាណភាពឆ្លាតគ្មានដែនកំណត់តែកម្លាំងកាយមានរាងកាយចៅទើបតែមានអាយុ6ឆ្នាំទេតែការវាយបាច់ចេញមកគឺមានកម្លាំងអស្ចារ្យណាស់បើឲ្យយាយទាយក្បាច់ទីឈួនគួរតែមានការបណ្ដុះបណ្ដាលនៅទីកន្លែងអាកំបាំងនៅក្នុងរាជវង្សឆៅយើងជាសាច់ញាតិតែមិនងាយស្រួលក្នុងការនិយាយបែរចឹងតោះយាយនាំចៅទៅកន្លែងមួយ នេះគឺជាខ្លាំងរបស់តកូនណានត្រារាជវង្សណានឆៅត្រូវបានបន្តមកដល់សប្តាហ៍ថ្ងៃ យាយដឹងថាចៅស្គាល់ត្រានេះគឺជាត្រាម្ចាស់ត្រកូលណានណានជាយាយគ្រាន់តែគ្រប់គ្រងជាបណ្ដោះអាសន្នយាយជាអ្នកគ្រប់គ្រងជាក់ស្ដែងរបស់ត្រកូលណានបើយាយប្រគល់ត្រានេះឲ្យអ្នកណាអ្នកនោះគឺជាម្ចាស់ត្រកូលណានហើយហ្វុងយាយចង់ប្រគល់ត្រាមួយនេះឲ្យទៅចាញ់នេះមានរឿងអីយើងមិនអាចឃើញរូបភាពបែបនេះទេ ខ្ញុំមកដល់ពិភពនេះពីរាជវង្សណានឆៅគ្រាន់តែជារាជទានមិនតាមឡើងក្រុមវិញខ្ញុំក៏មិនអាចបានឃើញរូបភាពបែបនេះទេឬមួយត្រារាជវង្សនេះគឺស្បខ្ញុំ ឯងធ្វើអីឯងនៅបំរើយើងរាប់ឆ្នាំហើយឯងមិនដែលមិនគ្រប់ច្បាស់ទេនេះជាផ្ទាំងរបស់ត្រកូលណានមិនមែនជាកន្លែងឯងចេញចូលទេ សុំទោសលោកស្រីខ្ញុំក៏មិនដឹងថាមានរឿងអីដែរប៉ុន្តែមនុស្សដែលចំពេញមិនមែនជាមនុស្សទេ ស្អីគេ ចង់បានធីងនាងធ្វើអី លោកចាស់តើខ្ញុំមិនដឹងទេថាមានរឿងអីប៉ុន្តែមិននេះស្មារតីខ្ញុំដូចជាមានសម្លេងអំពាវនាវមួយហាក់ដូចជាមានកម្លាំងអាចកំបាំងអបទីខ្ញុំមកទីនេះ ខ្ញុំក៏ដូចគ្នាដែរក្នុងពួកកបាំងហាក់ដូចជាមានការចងចាំដែលបានបាត់យូរហើយ មិនមែនជាការចំចាំគេដូចជាបេសកកម្ម អង្គរាជវង្សឈិញឆៅកូនចៅតកូលលាវលាវអើ អង្គរាជវង្សឈិញឆាយកូនតែត្រកូលចាំងចាំបានទីហើយមកប្រាមកចាស់ អង្គរាជវង្សឈិញនួននឹកស្មានដល់1000ឆ្នាំកន្លងផុតទៅអង្គរាជឈិញនួននៅតែ អង្គ មាន រាជឈិញលួនណា បងស្រីបានធីងអាចារ្យ មានរឿងអីខ្ញុំចាស់តាំងពីពេលណា បាត់ជាកូនចៅតកូលចាមែនរូបកាយសរហ៎រូបកាយខាងលើបនក្បាច់ហោះហើបាយខ្ញុំថាមិនបាយខ្ញុំសុំទោសផងលោកម្ចាស់តោ សំឯងមិនអីទេ ខ្ញុំមិនអីទេ ឯងហាក់ជាគុណតាំងពីពេលណា លោកស្រីខ្ញុំអត់ដឹងទេបាត់ជាកូនចៅតកូលលាវមែនរូបកាយក៏រត់កម្លាំងនិងភាពអំណត់ខ្លាំងជាងមនុស្សធម្មតា មានរឿងអី មកយាយចាំបានធីងនឹងមិនបំរើការនៅតកូលណានមិនមែនរឿងតែដល់ទេ យើងគ្រាន់តែដឹងថាគ្រួសារទាំងពីរធ្វើការបម្រើត្រកូលណានតាំងពីដូនតាមកម្លេះប៉ុន្តែឥឡូវនេះសង្គមលែងមានការបែងចែកវណ្ណៈបម្រើអីទៀតហើយលោកតារបស់ចៅពឹងលើកទំនាក់ទំនងដូនតាឲ្យពួកគេមកធ្វើការនិងឲ្យប្រាក់ខែសមរម្យតែប៉ុណ្ណោះ ពួកគេមិនមែនជាអ្នកបម្រើធម្មតាទេដូនតារបស់ពួកគេគឺជាអង្គរាជទាំងពីរអ្នកដែលស្មោះត្រង់បំផុតនៅក្បែររាជជាតិម្នាក់ៗសុទ្ធតែជាអ្នកជំនាញកម្រិតកំពូលពួកគេនឹងជំនាញប្រយុទ្ធដែលត្រូវបានបន្តតំណែងពីគ្រួសាររបស់ពួកគេគឺអង្គរាជឆេងនន ព្រះរាជណាត់ឆាយអង្គរាជឈិងលន់អញ្ចឹងចាក់ចៅគឺជា ខ្ញុំប្រធានលាវអ្នកទាំងពីរទៅយាមនៅខាងក្រៅមិនអនុញ្ញាតឲ្យម្នាក់ណាចូលចិត្តនោះទេ ព្រះប្រម្ចាស់ លោកយាយមកដល់ពេលនេះចៅគ្មានអ្វីដែលត្រូវលាក់បាំងទៀតទេចៅគឺរាជជាតិណានឆៅ ថាម៉េចចាក់បានន័យថាកម្មរបស់ប្រុសរបស់ចៅណានសៀវឈិនដាក់ឆ្នាំបំពុលក្នុងស្រះឲ្យចៅភ្ញាក់ដឹងខ្លួនគាត់ដឹងថាលឹងរបស់ចៅបានឆ្លងចូលក្នុងខ្លួនចៅប្រុសរបស់យាយអញ្ចឹង រឿងគឺបែបនេះ មិនគួរជឿទេពិតជាមិនគួរជឿមែនអញ្ចឹងយាយយល់ហើយថ្ងៃនោះពេលទៅសាលដូនតាអុចធូបសាលដូនតាមានការរំជួយតាមឡើយចៅគឺជាដូនតារបស់ត្រកូលណានផ្លាក់លឹងដូនតាអស់នោះមិនអាចទ្រាំទ្រការគ្រប់របស់ចៅបានកូនប្រសាត្រកូលណានលិនបានយាយសូមថ្វាយបង្គំដូនតាដើមថ្វាយបង្គំរាជទាយានណានឆៅ លោកយាយមិនបានគ្រប់ចៅបែបនេះទេតាមពិតពេលចៅមកដល់ពិភពលោកនេះដំបូងពីបានទទួលយកការពិតត្រូវចូលក្នុងខ្លួនក្មេងអាយុ6ឆ្នាំរហូតដល់ចៅត្រឡប់មកតកូលណានបានជួបលោកយាយនិងយាយទៅរបស់ចៅគឺមានមុខមាត់ដូចគ្នាបេះបិទហើយក៏ស្រឡាញ់ចៅដូចជាចៅទួតដែរចៅបានទទួលយកអត្តសញ្ញាណបច្ចុប្បន្ននេះហើយនៅតកូលណានយាយគឺជាចៅរបស់ចៅគឺជាចៅប្រុសរបស់យាយ ល្អណាស់ពិតជាល្អណាស់ស្មានមកដល់ថាចៅគឺជារាជទាយានណានឆៅពិតប្រាកដបែបនេះយើងប្រកល់ត្រារាជវង្សនឹងតំណែងអ្នកស្នងត្រកូលឲ្យទៅចៅគឺកាន់តែសមហេតុផលហើយ លោកយាយរឿងនេះកុំប្រាប់អ្នកផ្សេងទៀតតកូលណានគួរតែត្រូវរៀបចំសារជាថ្មីហើយ ចៅថាអង្គរាជវង្សឈិងលន់ឥឡូវរកឃើញតែត្រកូលចាស់និងត្រកូលលាវនៅសល់10ត្រកូលទៀតមិនដឹងថាពេលនេះនៅអត់ទេ បារ៉ាត់មកកូនចៅរបស់ពួកគេនៅរស់ប្រកាសជាទទួលបានការអំពាវនាវ លោកចាស់ខ្ញុំទៅតែឃើញលោកស្រីនឹងរត់ណាហ្វុងចូលខ្លាំងទ្របស្អីគេចូលខ្លាំងទ្រប លោកប៉ាឃើញត្រកូលណានមានអីទៅបានជាធ្វើឲ្យលោកប៉ាបារម្ភខ្លាំងយ៉ាងនេះ ត្រាស់ស្នងត្រកូលណា ថាម៉េចប្រហែលថ្ងៃទៀតឪពុកកំណត់អាយុ80ឆ្នាំរបស់លោកយាយលោកយាយចង់ប្រកល់តំណែងឲ្យស្នងត្រកូលឲ្យណានប៉ុណ្ណេះចង់ឲ្យគេស្នងត្រកូលហ៎ មិនអាចទេយើងមិនខានមិនឲ្យរឿងនេះកើតឡើងទេអ្នកស្នងត្រកូលណាគឺមានតែស្អើរបស់យើងប៉ុណ្ណោះយើងមិនខានមិនឲ្យណាម្នាក់ទេថាទៅតាមរបស់ឯងអង្គការរបស់យើងត្រូវតែធ្វើមិនពេកប៉ុណ្ណោះ សពអង្គបានចាំហើយ ព្រះម្ចាស់ខ្ញុំចាំបានរកឃើញម្ដាយបង្កើតរបស់ណានសៀវហើយពិតជាត្រកូលសៀវឈ្មោះសៀវហាន់ជីងនេះជារបាយការណ៍ធ្វើតេស្ត DNA តែជាមិនខុសពីការរំពឹងទុករបស់ខ្ញុំណានសៀវមិនមែនជាកូនចិញ្ចឹមដែលយកមកពីមណ្ឌលកម្ពុជានោះទេគឺជាកូនដែលកើតចេញពីគាត់នឹងសៀវហាន់ជើ បានสืบដឹងថាសៀវហាន់ជីគឺជាសង្សារចាស់របស់ណានជី20ឆ្នាំមុនត្រកូលណាននិងត្រកូលចៅបានជាប់ពាក្យណានសៀវយាយបាច់ពីហាន់ជីឲ្យមករៀបការជាមួយចៅហ្វុង12ឆ្នាំមុនមកជួនទៅធ្វើការនៅតាមខេត្តហើយក៏បានជួបជាមួយសៀវហាន់ជីម្ដងទៀតចែកបានពេលនោះភ្លើងស្នេហ៍ចាស់ក៏រើឡើងបន្ទាប់មកក៏បានបង្កើតកូនប្រុសម្នាក់នេះ ណានជាយាយហ៊ានធ្វើរឿងនោះដែរ ឆ្នាំទី2នៃការរួមរស់ជាមួយគ្នាឬណានជាយាយចិញ្ចឹមត្រីសានៅខាងក្រៅក៏ត្រកូលណានដឹងពួកគាត់ត្រូវបានបំបែកលើកទី2ហើយនៅថា3ថ្ងៃក្រោយមកណានជាយាយត្រូវបានចាក់មកពីហើយវិញគាត់មកហាន់ជីស្លាប់ហើយណានយាយទៅយកណានសៀវពីមណ្ឌលកម្ពុជាមកចិញ្ចឹម ណានសៀវត្រូវបានគេយកមកចិញ្ចឹមអាយុ2ឆ្នាំគឺទៅទាំងអស់ឥឡូវនេះមើលទៅសៀវហាន់ជើទំនងជាស្លាប់ខ្លាំងខ្លាយដល់ ដល់សង្ស័យថាការវាយប្រហារលើកនេះគឺសៀវហាន់ជីនៅពីក្រោយយាយ
ការប៉ាត់តែមកបានឡើងហើយណានចើជានឹងសេវហានចើបានខំខិតគ្នាជួយកូនដែលសហាយស្មាត់នឹងគ្នាបានលួចយកទ្រព្យសម្បត្តិទៅកូនណាន ថ្ងៃនេះខួបកំណត់អាយុ80ឆ្នាំរបស់លោកយើងចាញ់ប្រកាសប្រកួតក្រាស់ស្នងត្រកូលនៅក្នុងពិធីនោះខ្លាចថាហានជឿជាមានសកម្មភាពអីនៅថ្ងៃនេះ មិនអីទេយើងកំពុងបារម្ភថាពួកគេនៅស្ងៀមស្ងាត់ពេកបើពួកគេហ៊ានធ្វើអ្វីនៅថ្ងៃនេះគឺជាអក្សរល្អដែលយើងបានរៀបចំទៅកូនគូឲ្យរៀបរយហើយលោកយាយណាលោកយាយណា ជំរាបលោកចាស់តូចខ្ញុំគឺជាកងឡានថ្មីដែលលោកសេបចាស់បានរៀបចំជូនអ្នកតូច ប្រាក់ម្ចាស់ប្រយ័ត្នគេមានល្បែង ខ្លាចស្អីទៅជាមួយនឹងក្បាច់គុណរបស់យើងមកទាំងកូនចៅអង្គរៈឆេងលួនមនុស្សធម្មតាមិនអាចធ្វើបាបយើងបាននោះទេទៅអាយចង់ធ្វើស្អី លោកចាស់តូចណាហ្វងលោកចាស់ណានថាលោកម្ចាស់កែបាយមកចុះលោកចាស់តូចត្រូវតែប្រើវិធីធម្មតា អញជាសត្វដេរិឆាននោះជាកូនបង្កើតឯងអញហ៊ានចាប់ចំណុចគេយ៉ាងនេះ នេះគឺជាអ្វីដែលមកខ្ញុំមកខ្ញុំស្មានថាខ្ញុំមិនថាមកធ្វើប្រកួតត្រានអ្នកស្រុកណាត់កូនណាត់តើគេនៅថ្ងៃនេះតាមមិនដែរទេ តែឲ្យយើងធ្វើយ៉ាងម៉េចទៅអញព្រមប៉ះលេងបងហ៎ ងាយស្រួលទេគ្រាន់តែមកប្រកួត 50% ដែលពីហ៊ុននៅក្នុងដៃឲ្យសើហើយប្រកាសលាយឡៃពីតំណែងឲ្យខ្ញុំមកគ្រប់គ្រងក្រុមហ៊ុនតកូនហាន់ខ្ញុំប្រកាសជាដោះលែងជាយាមតែបើសិនជាមកមិនចូលព្រមទេបើឈឹងមកចាំទៅសាសរបស់ចាំមកទៅ ណានចើជាអញហ៊ាន មកទៅនេះស្រីដាក់ជើងផងនេះគ្រាន់តែជាអ្នកបំរើនៅក្នុងផ្ទះកូនណានទេ អញ បងហេតុអីខ្ញុំយល់ថាប៉ាដូចជាមនុស្សចម្លែកឃើញគាត់ឲ្យគួរឲ្យខ្លាច ប៉ាទោះបីជាយើងស្ដាប់តាមក៏ដោយតែគេជាក្មេងប៉ាបាច់ចង់សម្លាប់គេហើយយករឿងនេះមកបង្រៀននិយាយទៀតប៉ាធ្វើបែបនេះមិនហួសហេតុពេកទេប៉ាធ្វើតែជាជ្រុលពេកហើយលោកប្តី មកទៅយើងធ្វើការតែពីណាដល់ពេលពូនេះជិះ ប៉ាបងប្រាប់ទៅអញចាប់ទៅនិយាយប៉ាផងអញកុំធ្វើបែបនេះ ខ្ញុំគ្រប់គ្រងការសម្រេចចិត្តរបស់ប៉ាអូនសៀវលឿនលោកប៉ាចង់សម្រាប់ណានហ្វឹងឯងយូរហើយតែពិតមែនទេបានហើយយើងចុះហត្ថលេខាឲ្យ លោកចាស់តូចមិនអីទេលោកប្តីយើងជោគជ័យហើយ បងមកខ្ញុំជន់មិនខំគឺអូនសៀវឲ្យតែម្នាក់សុទ្ធតែមានភាគហ៊ុនប្រកូនណានច្រើនជាងពួកយើងនោះ សម្លេចណាស់ហេតុអីណានធ្វើមនុស្សគ្រប់ណាលោកស្រីម្ចាស់លីន ម៉ាក់កុំភ្លេចថាការសំណប់របស់ម៉ាក់ពេលនេះនៅក្នុងដៃរបស់ខ្ញុំអ្វីដែលគូនិយាយនិងអ្វីដែលគូនិយាយម៉ាក់នឹងច្បាស់ក្នុងចិត្តរបស់ម៉ាក់ហើយ អរគុណអ្នកគ្រប់គ្នាដែលមកចូលរួមពិធីខួបកំណត់អាយុ80ឆ្នាំខ្ញុំថ្ងៃនេះខ្ញុំមានរឿងប្រកាសឲ្យអស់លោកដឹងខ្ញុំប្រកល់ភាគហ៊ុន 50% របស់ខ្ញុំទៅឲ្យចៅប្រុសរបស់ខ្ញុំណានស៊ីរូហេតុអីក៏គេតំណែងប្រធានក្រុមហ៊ុនណានអ្នកដែលត្រូវបានជ្រើសរើសថ្មីគឺជាកូនប្រសាររបស់ខ្ញុំណានជឿជា សំអាងលោកទេក៏ចង់ធ្វើជាប្រធានក្រុមហ៊ុនណានដែរលោកសាសមទេ មិនកាយឲ្យមកបាត់ ខួបកំណើត80ឆ្នាំរបស់លោកយាយខ្ញុំជាចៅប្រុសដែលគាត់ស្រឡាញ់បំផុតមិនក៏មកជូនពរគាត់មិនបានលោកយាយប្រហែលជាត្រូវណានជាគ្រប់គ្រងហើយយើងត្រូវតែជួយកគាត់កន្លែងនេះប្រកល់ឲ្យបងហើយចាំទៅប្រកាសទៅ ឯងមកក៏មិនដែរប៉ុន្តែហូបពេលតើហើយលោកជ័យបាយមកពេលពីហ៊ុនទាំងអស់តើបងប្រុសរបស់ឯងណានសារអស់ទៅហើយពេលនេះជាក៏ខ្លាចជាប្រធានក្រុមហ៊ុនណាត់ដែរយើងសូមចេញជាលើនេះឲ្យពីហ៊ុននៅក្នុងដៃរបស់ឯងដែលមានតែជួយនឹងប្រកល់មកជើង ខ្ញុំបាននិយាយហើយតំណែងប្រធានក្រុមហ៊ុនណានលោកមិនស័ក្តិសមនោះទេភាគហ៊ុនរបស់លោកយាយណានសៀវក៏មិនស័ក្តិសមនឹងទទួលយកដែរ និយាយស្អីកិច្ចព្រមព្រៀងផ្ទៃភាគហ៊ុនចុះហត្ថលេខាហើយតែហេតុអី ព្រោះខ្ញុំជាអ្នកស្នងត្រកូលណានពិតប្រាកដអ្នកដែលស្នងត្រកូលណានតែជាបន និយាយគេចាស់ជិតស្លាប់បើជាប្រកួតត្រាអ្នកសុទ្ធឲ្យគេខ្ញុំគឺជាកូនប្រុសរបស់ម៉ាក់ឲ្យគេចាប់វិញគេគ្រាន់តែជាក្មេងព្រេងអាយុ6ឆ្នាំតែរស់នៅជាមួយប៉ុណ្ណោះ ពេលឯងចាប់ចំណុចហ្វុងបង្ខំឲ្យយើងចុះហត្ថលេខារឿងផ្ទៃហ៊ុនឯងនឹងជាកូនយើងតទៅទៀតហើយណានជឿជាលោកឈ្មោះទេហីមិនចាប់ចំណុចកូនខ្លួនឯង ជាតែជាប្រកូលបង្កើនខ្ញុំមិនអាចបង្កើនលោកមិនមែនជាមនុស្សនោះទេ មិនមកទៅនេះគឺជាក្នុងគ្រួសារកូនណាត់មិនមែនអ្នកកាប់ពួកឯងមិនជឿចេះទេណានហ្វុងឯងប្រកួតត្រាកូនណាត់ឲ្យជើងមក យល់សពទៅ មែនទេ លោកយាយលោកយាយ ណានជាយាយលោកដាក់ខ្ញុំបំពុលលោកយាយហ៎ មិនក៏យើងបង្កើតសត្វដេរិឆានក៏ជាឯងមកអញ្ចឹង ប៉ាមិនក៏ប៉ាធ្វើបែបនេះគាត់ជាបង្កើតរបស់ចឹងណា ឯងមិនមកទៅ ណានហ្វឹងធម្មតាលោកយាយស្រឡាញ់ឯងមិនជួយគាត់ទេហីប្រកួតតាមម្ចាស់ត្រកូលមកឲ្យយើងភ្លាមមកយើងឲ្យថ្នាក់បន្សាទៅគាត់ ល្អភាគហ៊ុននឹងត្រាអ្នកស្នងត្រកូលយើងអាចឲ្យពួកឯងបានប៉ុន្តែឯងត្រូវលែងលោកយាយ សើទីបំផុតពួកយើងជោគជ័យហើយប៉ាបានសន្យាជាមួយនឹងឯងឲ្យឯងធ្វើជាអ្នកស្នំរត់កូនណាពេលនេះប៉ាធ្វើបានហើយសើនេះគឺ 25% 50% គឺឲ្យឯង អរគុណលោកប៉ាលោកយាយ50ប៉ា25ណានហ្វុង9ពេលនេះសៀវមានភាគហ៊ុន 84% មិនក៏ច្រើនយ៉ាងហ្នឹង ណានជាយាយថ្នាក់បន្សា ឯងធ្វើជាមនុស្សងងមែនយើងធ្វើមកពីណា ប៉ាមិនក៏បែបនេះគាត់ជាបង្កើតរបស់ចឹងណា ប៉ុន្តែ ដឹងហើយថាឯងមិនព្រមឲ្យថ្នាក់បន្សានោះទេ
លោកយាយនេះគឺជាផ្នែកបន្សាបដែលចៅបានរកប្រមុនសម្ងាត់របស់រាជវង្សអាចបន្សាបឆ្នាំពលសុខភេទ មិនដែរទេយ៉ាងណារឿងដែលយើងចង់ធ្វើបានសម្រាប់ហើយយើងជាចាស់ស្លាប់នេះវាមិនសំខាន់ទេយើងទាំងអស់គ្នាសូមជួយពុទ្ធសាសនាឲ្យខ្ញុំផងពេលនេះក៏ជាចាំរបស់ខ្ញុំសៃណាតបានកម្មភិហ៊ុនចាស់ជាគេរបស់កូនណាទាំងត្រាអ្នកស្នងក្នុងដៃចាប់ពីពេលនេះតទៅវាគឺជាអ្នកស្នងមរតករបស់កូនណាថ្មី តំណែងអ្នកស្នងតកូលទីបំផុតជារបស់ខ្ញុំ ម៉ានេះមិនត្រឹមត្រូវនោះទេទោះបីជាបំណងប្រាថ្នារបស់យើងចង់ឲ្យសៀវធ្វើជាអ្នកស្នងក៏ដោយតែលើកនេះបំណងប្រាថ្នាបានសម្រេចហើយតែហេតុអីខ្ញុំមិនបានធ្វើមិនត្រឹមត្រូវវីមិនក៏ហ៊ានសង្ស័យប៉ារបស់កូន បងសៀវសូមអបអរសាទរដែលខ្លាចជាអ្នកស្នងតកូលណានធម្មតាបងទី2ល្អចំពោះឯងមានកម្រិតកាច់គេខ្លួនឯងបងខ្លាចទេអើយ ម៉ងម៉ងណានសៀវគេជាបងស្រីទី2របស់ឯងមិនឯងហ៊ានបែកទេ បងស្រីល្អទាំងពីរតែក្រុមព្រៀមទេហ៊ុនថ្ងៃនេះគឺបងជាអ្នករៀបចំមកបងទាំងពីរស្រឡាញ់ខ្ញុំពិតមែនភ័ក្រហ៊ុនពួកបងទេខ្ញុំតែមកសៀវអញមានតែមិនបងសៀវភ័ក្រហ៊ុនបងជាមួយបងខំមកចូលគ្នាមានតែ8%ទេអញមានភ័ក្រហ៊ុនច្រើនហើយចាំមកតាមពួកបងទៀតប៉ានិយាយអញទៅ និយាយស្អីធ្វើតាមអ្វីដែលពុកប្រានិយាយទៅ លោកប្តីមុននេះមួយយើងមិនបានពិភាក្សាបែបនេះទេនិយាយថាចៃពីហ៊ុនជាមួយយាយកញ្ចាំងនឹងណានហ្វុងវីនឹងបងក៏ជាកូនបង្ការរបស់ពួកយើងដែរពួកតែចៃឲ្យពួកគេខ្លះទៅណា បាត់មកនាងយើងមិនបានធ្វើគឺមិនបានធ្វើហើយបានមិនទៅស្លាប់កុំនិយាយច្រើនចុះលេខទៅ ខ្ញុំចង់ទេប៉ាមិនចង់ខ្លាញ់ខ្ញុំទេតែនេះមិនថាមិន ងាយស្រួលណាស់ ភ័ក្រហ៊ុនមិនអាចបង្កើតនឹងកូនប្រុសបង្កើតខ្លួនហើយប្រកបទ្រព្យសម្បត្តិឲ្យទៅកូនណាងឲ្យកូនចិញ្ចឹមដែលគ្មានឈាមជ័រខ្លួនឯងពិតជាអស់សំណើចណាស់យើងនៅលៀបតដានអាចកបាំងណានសៀវមិនមែនជាកូនចិញ្ចឹមនោះទេគឺជាកូនដែលគេបង្កើតចេញពីសាហាយស្មុនរវាងណានចាំនិងសំសាចាស់របស់គេមិនអាចទេណានហ្វុងឯងនិយាយបែបនេះឯងមិនផុសតាំងទេអ្នកមើលខ្លួនឯងទៅមិនអាចទេតែនោះច្បាស់ជាចៅហ្វុងមនុស្សល្ងងបំផុតក្នុងតកូលណានទាំងមូលគឺជាអ្នកកាលនោះណានជាយាដើម្បីលាក់បាំងអត្តសញ្ញាណកូនដែលកើតចេញពីសាហាយស្មុនបានខ្លាញ់បន្លំណានសៀវអាយុ2ឆ្នាំជាកូនដែលយកមកពីមនោកម្មាកំព្រាប្រកូលអញអ្នកចិញ្ចឹម10ឆ្នាំមុននេះអ្នកមិនបានធ្វើអ្វីសោះតែមានន័យថាចៅហ្វុងចិញ្ចឹមកូនប្រុសសាហាយស្មុន10ឆ្នាំហ៎ចាំមិនជឿទេអញក៏អញប្រកាសជាចំណានសៅលោកប្តីក្មេងនេះនិយាយកុហកមែនទេបងប្រាប់ចាំមកតើពិតទេនិយាយទៅគេកំពុងនិយាយបោកប្រាស់មែនទេសៅមកចំណាយរបស់កូនមែនទេមកបានចិញ្ចឹមកូនអស់រយៈពេល10ឆ្នាំមកចាត់ទុកកូនដូចជាកូនបង្កើនថ្ងៃនេះកូនខ្លាចជាអ្នកស្នងតកូនណាអត់ពិតជាខ្ញុំសំធ្វើជាម្ដាយយើងដែរណានសៀវអញឈួតហើយគាត់ជាម៉ាក់របស់យើងអញហ៊ានបាយគាត់ទេយើងមិនស្មានថានៅក្មេងបែបនេះហើយបែបជាស៊ើបអង្កេតរឿងរបស់យើងអត់រន់បែបនេះបើអញ្ចឹងយើងក៏មិនច្បាស់យ៉ាងថ្ងៃទៀតដែរមែនហើយណានសាគឺជាកូនបង្ការរបស់យើងអូនស្មាញ់ចេញមកបានហើយ ចៅហ្វុងយើងមើលខ្ញុំជាអ្នកណានាងគឺសៀវហាន់ជើ10ឆ្នាំនាងច្បាស់ជាត្រូវនាងសម្រាប់ហើយមែនទេចៅហ្វុងនាងពុលណាស់មនុស្សដែលជឿជាស្រឡាញ់គឺខ្ញុំ10ឆ្នាំមុននាងចង់ធ្វើឲ្យពួកយើងបាច់បាក់គ្នាជួបឃាតករមកធ្វើគ្រោះថ្នាក់ចរាចរណ៍ចង់សម្រាប់យើងហើយនឹងសៀវនាងស្មានមិនដល់ថាយើងហើយនឹងសៀវមិនបាននៅក្នុងឡាននោះទេអ្នកដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលនោះគឺជាប៉ាម៉ាក់របស់យើង ហាន់ជើមិនចាំបាច់និយាយច្រើនជាមួយពួកនេះទេវាកន្លងផុតហើយរឿងដែលបងបានរៀបចំផែនការប្រមាណឆ្នាំមុននេះទីបំផុតពួកយើងបានជោគជ័យហើយអូនកុំបារម្ភរឿងរបស់ពួកគេទាំងអស់នេះបងនឹងរកវិធីដើម្បីធ្វើឲ្យពួកគេបាត់ពីផែនដីនេះ នេះមិនមែនជាការពិតទេណានជាយាដើមឡើយប្រហែលឆ្នាំមុននេះឯងបានបោកខ្ញុំហេតុអីទៅបានជាឯងចិត្តទៅម្ល៉េះហេតុអីបានជាធ្វើបែបនេះដាក់ខ្ញុំចៅហ្វុងនាងមានសិទ្ធអីមកអន់ចិត្តកាលនោះមកមិនមែនខ្ញុំនឹងម៉ាក់មានវាសនាល្អមកទៅនាងសម្រាប់ហើយ យើងប្រាប់នាងមនុស្សដែលណាជឿយើងស្រឡាញ់គឺមានតែសារហាត់ជើម្នាក់ប៉ុណ្ណោះហើយយើងក៏មានតែកូនសាម្នាក់ដែរចំណែកកូន3នាក់របស់នាងយកគេចេញពីភ្នែករបស់យើងផុតទៅចាប់ពីពេលនេះតទៅកុំមកជាប់ចិត្តកូនណាទៀត ប៉ាអត់ថាមិននៅថាកូនជាកូនអត់បានកូនបានតែចង់បានកូនឲ្យមែនទេ ហើយបានមកទៅហើយដឹងទេ20ឆ្នាំមុននេះពេលដែលយើងឃើញមុខពួកឯងទាំងពីរយើងត្រូវធ្វើជាឪពុកដល់ល្អឯងដឹងថាយើងធ្វើពួកឯងប៉ុណ្ណាទេ ណានជាយាមនុស្សអាក្រក់ឯងចង់ស្អប់យ៉ាងម៉េចក៏បានដែរពីនឹងម៉ងគឺជាកូនបង្កើតរបស់ឯងណាឯងបែរជាថាឲ្យពួកគេបែបនេះតើសារសំដែរទេ មូលហេតុគឺងាយណាស់គឺដោយសារពួកគេទាំងពីរមានឈាមរបស់នាងយើងពួកឯងនៅក្រោមដំបូលតែមួយយើងមានអារម្មណ៍ថាចង់ក្អួតពួកគេទាំងពីរសំណស្រាដូចនាងដែរទៅចោះនៅរត់ជាមួយនឹងនាងបើពុះស្មាញ់កូនប្រុសឥឡូវអ្វីទាំងអស់របស់កូនហាន់គឺជារបស់ពួកយើងហើយពួកយើងគួរតែប្រពៃពិធីដល់រីករាយមួយ អ្នកណានិយាយថាគ្រួសារតែមួយទុកយ៉ាងរបស់តកូនណានគឺជារបស់យើងមនុស្សដូចយើងមិនហត់លោកចូលជាមួយទេស ើកូននិយាយស្អីនឹង លោកឲ្យគេហ៊ុនលោកមកយើងហើយតំណែងតកូនណានជារបស់យើងហើយយើងទុកអចាឯងអត់ប្រយោជន៍អីទៀត សើកូនដឹងថាកូនកំពុងនិយាយអីទេអ្វីទាំងអស់ដែលប៉ាបានធ្វើពេលនេះគឺដើម្បីតែកូនមិនក៏កូនធ្វើដាក់ប៉ាបែបនេះ ណានជឿជាកាលនោះលោករៀបការជាមួយចៅហ្វុងបោះបង់យើងចោលលោកដែលគិតថាមានថ្ងៃនេះដែរទេលោកនឹងទេថាយើងនឹងកូនរស់នៅបែបម៉េចម៉ាក់ប្រហែលឆ្នាំនេះម៉ាក់លំបាកហើយពីពេលនេះទៅប្រើលុយតកូនណានសងកូនម៉ាក់ចំណែកណានជឿជាមិនសំច្បាយើងទេ យើងមិនស័ក្តិសមហ៎ពួកឯងមិនអាចធ្វើបែបនេះដាក់យើងទេ គ្រប់គ្រាន់ហើយឬឆ្កែច្បាស់ខំគ្នាយើងធុញទ្រាន់នឹងមើល ណាន ខា ហ្វុ ង ង ណា ឯងមិនក៏មិនលុតចេញមកយើងស្ទើរតែភ្លេចហើយថាមានឯងរឿងពួកយើងមិនតន់ចប់ទេ ភាគហ៊ុនទាំងអស់នឹងតាស្នងតកូលឯងអាចលេខលក់ដល់ស្ងប់ហើយ ពិតមែនហើយយើងជាអ្នកស្នងតកូនណានពេលយើងសប្បាយចិត្តតែយើងបោះសាច់មកបាយឲ្យស៊ីតែភាគហ៊ុនទាំងអស់របស់តកូលណាននេះគឺជារបស់យើងណានសៀវពេលនេះឯងកាន់កាប់ភាគហ៊ុនទាំងអស់របស់តកូលណានចុះឯងមានអីទៅដើមយកតកូលណានទៅទី អ្វីដែលខ្ញុំត្រូវធ្វើគឺបំផ្លាញតកូលណាឯង ឯងនិយាយស្អី
ត្រកូលណានបន្តតំណែងរាប់ពាន់ឆ្នាំទ្រព្យសម្បត្តិរាប់រយពាន់លានហើយឯងនិយាយស្អីបំផ្លិចបំផ្លាញស្អីហ្វុងចៅមិនមែននិយាយលេងទេហើយ លោកយាយគេនិយាយថាមិនបំបែកមិនអាចបង្កើតបានតែនៅតែកូនណាននេះនឹងត្រូវបានកូនចៅអកតញ្ញូទាំងនេះបំផ្លាញរហូតដល់ប្រេឆាហើយដូច្នេះខ្ញុំចង់បំផ្លាញតកូនណានរួចហើយបង្កើតតកូនណានសាជាថ្មី ហើយយកស្អីមកនិយាយបំផ្លាញត្រកូលណានរបស់យើងហើយបង្កើតត្រកូលណានសាថ្មីឯងឈុតមែនតើហើយ អង្គរៈវាជាវងឆេងលូនណែណា មនុស្សទាំងអស់នេះមានអ្នកស្នត់គោទាំង4របស់ Station អ្នកស្នត់តកូលគូតកូលគូតកូលនេះតកូលបៃហើយជាមហាសន្តិលេខ1នៃ Station ពួកគេទាំងអស់សុទ្ធតែនៅទីនេះនៅទីផ្នែកនេះយកឆាំង មនុស្សផ្សេងទៀតក៏ជាមេខ្លាំងកម្ពុជាក្នុងវិស័យនីមួយៗដែរហេតុអីបានជាពួកគេស្រាប់តែលេចមុខនៅទីនេះ កូនចៅត្រកូលអង្គរៈរាជវង្សឈិនយុនថ្វាយមកគុំរាជជាតិ ហេតុអីមនុស្សទាំងអស់នៅជុំចង្វាក់ក្មេង6ឆ្នាំនេះហើយហៅថារាជយាយទៀត ណានបងឯងគេមើលថាមនុស្សមួយក្រុមនេះរួមដៃគ្នាអាចធ្វើឲ្យទ្រព្យសម្បត្តិតកូនណានរបស់ឯងខ្លាចជាសូន្យក្នុងរយៈពេល3នាទីធ្វើឲ្យភាពអប់រំខាងដៃឯងខ្លាចជាកដាស់អត់បានការ ខ្ញុំជឿអញទេសៀវត្រកូលណានផ្សាយធនហើយ បំបែកឲ្យបង្កើតកែតម្រង់ថ្មីតើពួកឯងស្ម័គ្រចិត្តស្មោះត្រង់ចំពោះយើងទេជួយបង្កើតតកូនណានសាជាថ្មី ខ្ញុំសូមស្មោះត្រង់ដល់ស្លាប់ចំពោះរាជជាតិ មិនអាចទេពិតជាមិនអាចទេឯងជំនួសអត់បានការនៅស្រុកស្រីមានគុណសម្បត្តិអីដែលមកធ្វើជាមេខ្លាំងកម្ពុជាឲ្យគ្រប់ដឹកនាំត្រកូលណានគឺពិតជារុងរឿងឡើងវិញមនុស្សចាស់ដូចជាយាយលែងមានកង្វល់អីទៀតហើយ លោកយាយមានចៅនៅលោកយាយនៅមានអាយុវែងរស់នៅរាប់រយឆ្នាំចៅនៅតកូលលោកយាយជួយមើលលោកយាយតកូលណានថ្មីបីដាសម្ដេចយាយកុំបារម្ភទោះបីជាមកដល់ពិភពលោកថ្មីក៏ដោយខ្ញុំក៏អាចបង្កើតសមិទ្ធផលដ៏ធំធេងបានដែរ